បានប្រកាសរីកសារហាងនំតាំងជីប៉ះពាល់ដល់អ្នកមានបុណ្យឲ្យបិទទ្វារចាប់ពីថ្ងៃនេះ3ថ្ងៃឲ្យចាក់ចេញពីផ្លូវជូឆ្វេពីមុនមិនដែលឮសោះថាមេការផ្ទះរីករូមាននិស័យរើសអើងច្បាស់ជាទិញផ្ការាជគ្រូមិនគ្រប់គ្រាន់ទើបធ្វើឲ្យគាត់ខឹងរត់បាត់ទៅពេលនោះមេការកាត់ក្តីក៏មិនបាននិយាយអ្វីដែរឥឡូវមកដល់ហើយមែនទេចុះមេការហាងលើកនេះប្រហែលជាត្រូវទទួលស្គាល់កំហុសហើយទោះបីជានំរបស់នាងឆ្ងាញ់មែនប៉ុន្តែនាងគ្រាន់តែជាកូនស្រីអាជីវករតើអាចទៅទល់ជាមួយភូមិគ្រឹះរីកគ្រូយ៉ាងម៉េចកើតកូនស្រីអាជីវករអ្វីដែលកូនស្រីអាជីវករដូចជានាងខ្ញុំជំនាញបំផុតគឺតបស្នងផ្ទះកំភ្លៀងដែលគេផ្ដល់ឲ្យរាប់ពាន់ដងត្រឡប់ទៅវិញធ្វើមុខស្រអាប់បែបនេះធ្វើអ្វីមេឃមិនទាន់រួមផងមេការនោះជាហាងនំតាពួកយើងមិនអាចធ្វើការទៀតទេមែនទេនេះជាប្រាក់ឈ្នួល3ខែនិងប្រាក់ឧបត្ថម្ភម្នាក់5ដំឡឹងប្រាក់អ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះសម្រាប់ប៉ុន្មានថ្ងៃទៅចាត់ទុកថាសម្រាប់នៅទីនេះចុះថ្ងៃនេះបើកហាងអ្នកនាងខាងរោងដំបាញ់វ៉ាងមិនបាច់ប្រញាប់ទេសុងស៊ីអានបិទផ្លូវហាងចាស់ខ្ញុំថ្ងៃនេះថ្ងៃស្អែកខ្ញុំនឹងធ្វើឲ្យគេដឹងថាផ្លូវមួយខ្សែនេះខ្វះខ្ញុំមិនបានឃើញទេនេះហើយជាប្រជាប្រិយភាពចង់ប្រកួតជាមួយខ្ញុំហាងក្បែរនោះនៅខ្ចីណាស់ថ្ងៃនេះមានតែចែកមិនលក់ទេអ្នកនាងខាងសុងស៊ីអានកំពុងចែកដោយឥតគិតថ្លៃពួកយើងក៏ចែកដែរពួកយើងមិនមែនចែកឲ្យស្មុំទេពួកយើងចែកជូនអតិថិជនកិត្តិយសដែលបានទិញទំនិញនៅគ្រប់ហាងក្នុងរោងសាយ៉ុងអានថ្ងៃនេះប្លែកណាស់នំរបស់ខ្ញុំលក់អស់ហើយប្រុសក្មេងថ្ងៃនេះពួកយើងចែកនំអស់372ប្រអប់ខាត់ប្រាក់2100ដំឡឹងចុះខាងស្រីនោះវិញកុំខ្វល់ពីនាងប៉ុន្តែចំណូលហាងទាំងអស់ក្នុងរោងសាយ៉ុងអានថ្ងៃនេះកើនឡើង3ដងពួកអាជីវករឡើងហើយនាងថាម៉ែទេពទ្រព្យហើយស្អីប្រាប់ខ្ញុំឲ្យច្បាស់មើលមានអ្នកណាចង់កាត់ផ្លូវរកស៊ីត្រកូលសុងមែនទេរីកសារជាភូមិភាគមានសេចក្តីរាយការណ៍ថាហាងនំតាំងជាមានគំនិតបោកប្រាស់និងប៉ះពាល់ដល់ជីវិតប្រជាជនឲ្យបិទទ្វារត្រួតពិនិត្យជាបន្ទាន់ក្នុងមានគេរាយការណ៍ថានំរបស់ខ្ញុំមានបញ្ហាថ្ងៃនេះខ្ញុំសូមអញ្ជើញលោកម្ចាស់ធ្វើជាសាក្សីហាងនំតាំងជីបើកទ្វារធំឲ្យត្រួតពិនិត្យលោកម្ចាស់នំទាំងនេះខ្ញុំនឹងហូបខ្លួនឯងបើមានថ្នាំពុលខ្ញុំនឹងជាជនរងគ្រោះដំបូងបើលោកម្ចាស់នៅតែមិនអស់ចិត្តសូមពិនិត្យមើលទៅចែកជានំនឹងតែប៉ុន្តែក្រោយពិនិត្យរួចតើទោសចោទប្រកាន់ភូតភរនេះត្រូវគិតយ៉ាងណាសុងស៊ីអានអ្នករីកាថានំតាំងជីមានថ្នាំពុលតើមានភស្តុតាងទេលោកម្ចាស់ខ្ញុំគ្រាន់តែលើគេនិយាយគ្នាលើគេនិយាយគ្មានភស្តុតាងបែរជាមកបង្កការរំខានដល់មន្ត្រីវីដប់រំពាត់នឹងពិន័យប្រាក់100ដំឡឹងព្រមទាំងឲ្យទៅសុំទោសកញ្ញាគូនៅរោងសាយ៉ុងអានជាសាធារណៈលោកម្ចាស់ស្រីម្នាក់ដែលបើកហាងនំនោះមិនត្រឹមតែសិនឈិនមិនអាចធ្វើអ្វីនាងបានទេថែមទាំងធ្វើឲ្យចៅវាយវីកូនប្រុសតកូសុងទៀតផងឥឡូវអាជីវករនៅរោងសាយ៉ុងអានចាត់ទុករូបនាងជាបង្អែកធំហើយត្រូវតែស៊ើបប្រវត្តិរឿងនេះក្មេងស្រីម្នាក់អាចឈរជើងក្នុងរាជធានីបានច្បាស់ជាមានការកំបាំងមេការគូអ្នកគ្រាន់តែនិយាយមួយម៉ាត់មកបើអ្នកមានវិធីធ្វើឲ្យអាជីវកម្មផ្លូវនេះរស់ឡើងវិញពួកយើងនឹងស្ដាប់តាមអ្នកទាំងអស់ពួកយើងត្រូវបានម្នាក់នៅរោងដំបាញ់ជិះជាន់3ឆ្នាំហើយឥឡូវអ្នកមកដល់រោងសាយ៉ុងអានទើបតែឃើញពន្លឺថ្ងៃបើអ្នកមិនដឹកនាំទេពួកយើងពិតជាគ្មានផ្លូវរស់ទេអ្នករាល់គ្នាបានគិតច្បាស់ហើយឬនៅតាមខ្ញុំគឺត្រូវប្រឈមមុខនឹងច្បាប់ចាស់នៅផ្លូវជូឆ្វេប្រឈមមុខនឹងរោងដំបាញ់ព្រមទាំងមនុស្សដែលនៅពីក្រោយរោងដំបាញ់នោះជាងត្រូវគេបិទជញ្ជក់ឈាមរហូតដល់ស្លាប់នៅទីនេះប្រសើរជាងតាមអ្នកប្រយុទ្ធដើម្បីផ្លូវរស់ថ្ងៃនេះកូវ៉ាន់តាំងខ្ញុំសូមស្បោះនៅទីនេះសមាគមអាជីវកររោងសាយ៉ុងអានសុខទុក្ខរួមគ្នាបើមានអ្នកបោកប្រាស់ឬធ្វើបាបមិត្តរួមអាជីពត្រូវបណ្តេញចេញពីសមាគមបើមានអ្នកគៀបសង្កត់អាជីវករពួកយើងនឹងរួមដៃគ្នាប្រឆាំងសុខទុក្ខរួមគ្នាកូវ៉ាន់តាំងកំចាត់មនុស្សអាក្រក់លោកម្ចាស់ឡប់ហើយខាងរោងសាយ៉ុងអានខាងនោះបង្កើតសម្ព័ន្ធភាពឈាមហើយសម្ព័ន្ធភាពឈាមអ្នកណាជាអ្នកដឹកនាំគឺកញ្ញាគូដែលត្រូវយើងដេញចេញពីផ្លូវជូឆ្វេនោះល្អណាស់ក្មេងស្រីលក់នំម្នាក់ហ៊ានមកលោឡានឹងរៀបចំកម្លាំងទៅថ្ងៃស្អែកទៅប្រមូលប្រាក់ការពារគ្រប់ផ្ទះត្រូវដំឡើង 3% បើអ្នកណាមិនបង់ចាត់ការវីកំតិចខ្ញុំនឹងឲ្យនាងដឹងថានៅរាជធានីនេះគ្មានអំណាចគឺគ្មានន័យទេតាធំចិនប្រាក់ការពារខែនេះដល់ពេលត្រូវបង់ហើយ
លោកម្ចាស់ខែមុនទើបតែបងតើថ្ងៃស្អែកបើគ្មានប្រាក់ហាំងអ្នកនឹងត្រូវបិទទៅ ជីវិតរាល់ថ្ងៃរបស់ពួកយើងរស់នៅមិនកើតទៀតទេហ្វូលីងទៅអញ្ជើញគ្រូពេទ្យដ៏ល្អបំផុតនៅរោងសាយ៉ុងអានមករាល់ថ្លៃព្យាបាលនិងថ្នាំសង្កូវទាំងអស់គាត់ចូលកានីតាំងជី មេកាគូខ្ញុំ ពូចិនលោកសម្លឹងមនុស្សខុសហើយមនុស្សដែលត្រូវលើកជង្គង់មិនមែនជាលោកទេ មេកាគូពួកយើងអត់ទ្រាំ3ឆ្នាំហើយអ្នកប្រាប់មកត្រូវធ្វើផ្លូវណា គេវីលោកបាក់ដៃមួយនេះខ្ញុំនឹងកត់ទុកក្នុងបញ្ជីរបស់គេទាំងដើមទាំងការសងវិញទាំងអស់អ្នកនាងផូស្តាងទាំងនេះគ្រប់គ្រាន់ឲ្យគេរៀបចំទោសប្រហារជីវិត10 ដងហើយយប់នេះយកវាទៅផ្ញើនៅខាងក្រោយភូមិគ្រឹះរាជសារកុំឲ្យឆោឡោដាក់នៅលើទោសរបស់លោកម្ចាស់សិនចាស់អ្នកនាងរៀបចំ3ឆ្នាំមកនេះគឺដើម្បីតែថ្ងៃនេះមែនទេអ្វីដែលខ្ញុំរងចាំគឺមនុស្សដែលនៅពីក្រោយក្នុងគេលោកម្ចាស់រឿងរ៉ាវដែលកត់ត្រានៅលើនេះមួយសុទ្ធតែដល់ទោសប្រហារជីវិតបើមានប្រជាជនប្តឹងអាជ្ញាធរអីចឹងឲ្យខ្ញុំមើលថាតើមនុស្សនៅលើបញ្ជីនេះមានប៉ុន្មានជីវិតសងមើលអាម្នាក់នោះមើលស៊ីច្បាយយ៉ាងសប្បាយអាស្រីបំរើនោះធ្វើស្អីហ្នឹងវ៉ាងើមានគេប្តឹងឯងថាធ្វើទារុណកម្មចម្រិតទារប្រាក់និងបង្ខិតបង្ខំអាជីវករបិទល្មើសទាំង3រឿងទៅជាមួយពួកយើងមួយជើងទៅពួកអញហ៊ានអញជាមនុស្សរបស់លោកម្ចាស់មុននឹងប៉ះពាល់អញសួរលោកម្ចាស់លសិនទៅវ៉ាងើអញជាមេការប៉ុន្តែលួចកែប្រែពន្ធ17កន្លែងក្នុងរយៈពេល3ឆ្នាំចម្រិតទារប្រាក់អាជីវករអស់23,000ដំឡឹងបង្ខំឲ្យស្លាប់3នាក់បទល្មើសទាំងនេះអញសារភាពទេអត់ទេខ្ញុំចង់ជួបលោកម្ចាស់ខ្ញុំចង់ជួបលោកម្ចាស់អញចង់និយាយថាបញ្ជីបទល្មើសមួយនេះសុទ្ធតែមានការដឹងឮពីលោកម្ចាស់មែនទេយកជីវិតកូនស្រីអញមកវិញអាក្រក់សងជីវិតកូនស្រីអញមកលោកម្ចាស់វាងខ្ញុំធ្លាប់ប្រាប់ហើយថានំដែលខ្ញុំធ្វើត្រូវញ៉ាំពេលនៅក្តៅលោកប៉ាសង្គ្រោះខ្ញុំផងអាវ៉ាងត្រូវគេប្រន្ទាទោសឲ្យនិរទេសហើយបន្ទាប់ទៀតគឺខ្ញុំហើយអញឲ្យឯងទៅកំទេចអ្នកលក់នំម្នាក់ឯងបែរជាធ្វើមិនបានសំបីតែប៉ះជួមសម្ពុតនាងថែមទាំងធ្វើឲ្យបាត់បង់កូនចាត់តាំងអញម្នាក់ទៀតប្រមូលខោឲ្យឯងទៅឲ្យបាត់ទៅបើឲ្យអញលើឯងនិយាយផ្ដេសផ្ដាសនៅខាងក្រៅទៀតអញក៏ការពារឯងមិនបានដែរលោកម្ចាស់កូនលោកកូនស្រីដែលបើកហាងនំនោះសិនឈិនបានចេញមុខជំនួសនាងហើយគ្រាន់តែជាកូនស្រីអាជីវករហេតុអ្វីអាចឲ្យមន្ត្រីធំចេញមុខឲ្យនាងបានចេញមុខសិនឈិនគ្រាន់តែជាមន្ត្រីស្អាតស្អំម្នាក់ប៉ុណ្ណោះអ្វីដែលខ្ញុំបារម្ភគឺប្លង់ដីកន្លះខ្សែផ្លូវនៅក្នុងដៃនាងមានប្រភពមិនច្បាស់លាស់នំប៉័ងក្តៅនំចំហុយឆ្ងាញ់យកមួយមកលោកក៏ប៉ុន្មានថ្ងៃនេះហេតុអ្វីបានជាលោកតែងតែលាក់របស់ក្នុងដៃអាវឬមួយក៏កញ្ញាឯផ្ញើឲ្យមិនមែនទេកុំនិយាយផ្ដេសផ្ដាសនំនេះទិញពីហាងចិត្តនេះតើអ្នកនាងមនុស្សប្រុសនោះមកទៀតហើយរាល់ដងអង្គុយនៅកន្លែងដែលស៊ីផងសរសេរផងដូចជាចាស់បរិសុទ្ធអីចឹងតើនរណាគេ
លោកភ្ញៀវនំស៊ូដែលលោកកំងនេះមិនបានដាក់ផ្លែសៀវចៅទេ ចុះជាអ្វីវិញ ជាផ្លែសៀវព្រៃផ្លែសៀវចៅផ្អែមពេកអាចលុបក្លិនផ្លែសានចាប្រើផ្លែសៀវព្រៃទើបអាចទាញក្លិនជាន់ទី3ចេញមកបាន សំតែអីចឹងខ្ញុំតែងតែមានអារម្មណ៍ថារវាងភាពផ្អែមនេះមាន3ដំណាក់កាលដំណាក់កាលទី1នៅចុងអណ្ដាតគឺផ្អែមស្ករដំណាក់កាលទី2នៅគល់អណ្ដាតគឺផ្អែមសណ្ដែកដំណាក់កាលចុងក្រោយពេលលេបចូលបំពង់ក៏មានក្លិនផ្អែមត្រឡប់មកវិញខ្ញុំឆ្ងល់យូរហើយថាតើប្រើគ្រឿងផ្សំអ្វី លោកភ្ញៀវលោកមកពីវិទ្យាស្ថានហ៊ានលីនមែនទេឆាត់មួយដើមនេះហាងនំតាំងជីសូមជូនលោក មេកាគូ ភ្លៀងធ្លាក់ធំហើយលោកអញ្ជើញទៅវិញដោយរលូន មេកាគូអាជីវកម្មមិនអាក្រក់ទេសុំមួយប្រអប់ដែលល្អបំផុតរបស់អ្នកយោនេះមិនមែនជាអ្នកប្រុសធំលុំទេបិចក៏លោកម្ចាស់ហៃលីនគ្មានលុយទិញនំហាងតូចនេះទេមិនតាក់ទងនឹងអ្នកទេមិនតាក់ទងនឹងខ្ញុំអ្នកប្រុសលូកុំភ្លេចណាឪពុកអ្នកលោកម្ចាស់លូជាមិត្តរួមការងាររបស់ពួកខ្ញុំអ្នកដើម្បីស្រីលក់នំម្នាក់មកធ្វើឲ្យខ្ញុំលំបាក លោកអ្នកប្រុសនេះជានំដែលលោកត្រូវការអ្នកនាងមនុស្សម្នាក់នោះនៅឈរមុខទ្វារនៅឡើយទុកឲ្យគេឈរទៅអ្នកនាងគេមិនមែនចិត្តណាលាក់បាំងអ្នកនាងទេខ្ញុំមើលដឹងថាគេចំពោះអ្នកនាងគេជាកូនប្រុសរបស់លោកម្ចាស់លូឪពុករបស់គេកំពុងស៊ើបប្រវត្តិឪពុកម្ដាយខ្ញុំអ្នកឲ្យខ្ញុំជឿយ៉ាងម៉េចថារូបគេបង្ហាញខ្លួននៅមុខពួកយើងជាការចៃដន្យកើវ៉ាន់តាំងឮថាថ្ងៃនេះឯងបានទៅរងសាយ៉ុងអានទៀតបាត់ស្រីលក់នំម្នាក់នោះគួរសមឲ្យឯងទៅទីនោះ3 ដង 2 ដងមែនទេលោកពុកនាងមិនមែនជាអ្នកលក់នំទេនាងជាកូវ៉ាន់តាំងនាងជាមនុស្សត្រកូលគូឪពុកម្ដាយនាងកាលនោះស្លាប់ដោយមិនសុខចិត្តមានន័យថាម៉េចឯងគ្រាន់តែនៅឲ្យឆ្ងាយពីនាងទៅបើមិនដូច្នេះទេឯងការពារនាងមិនបានហើយក៏ការពារខ្លួនឯងមិនបានដែរខ្ញុំគ្មានសិទ្ធិសុំឲ្យអ្នកអត់អន់ឲ្យខ្ញុំទេខ្ញុំឈ្មោះលូហាំងខ្ញុំជាកូនប្រុសរបស់លូប៊ីងឆ្វេងខ្ញុំមិនមែនចិត្តណាលាក់បាំងអ្នកទេខ្ញុំខ្លាចថាពេលខ្ញុំនិយាយហើយអ្នកនឹងមិនឲ្យខ្ញុំចូលទ្វារនោះទៀតសៀវភៅមួយក្បាលនេះគឺខ្ញុំចាប់ផ្ដើមកត់ត្រាតាំងពីមកហាងតាំងជាលើកទី2រាល់ដុំនំរាល់ពេងតែខ្ញុំកត់ទុកទាំងអស់ Falling កើវ៉ាន់តាំងខ្ញុំមិនសុំឲ្យអ្នកអត់អន់ឲ្យខ្ញុំទេខ្ញុំគ្រាន់តែសុំអ្នកគុំដោយសារតែខ្ញុំជាកូនប្រុសរបស់លោកប៊ីនឆ្វេនហើយរុញច្រានខ្ញុំចេញអីបើអ្នកមិនមកក្បាលទេខ្ញុំនឹងលុតជង្គង់រហូតដល់ភ្លឺលុតជង្គង់រហូតដល់អ្នកជឿខ្ញុំ ក្រោកឡើងខ្ញុំថាក្រោកឡើងផឹកទៅកុំមកស្លាប់នៅក្នុងហាងខ្ញុំអ្នកមិនខឹងនឹងខ្ញុំទេខឹងអ្នករឿងអីខឹងអ្នកត្រកូលលូអ្នកកើតមកលូរឿងនេះខ្ញុំខឹងអ្នកមិនកើតទេប៉ុន្តែឪពុកអ្នកជាស្ត្រូវខ្ញុំរឿងនេះជារឿងមិនអាចប្រែប្រួលបានអ្នកលុតជង្គង់មុខទ្វារខ្ញុំជឿថាអ្នកស្មោះត្រង់ប៉ុន្តែពេលឪពុកអ្នកប្រឆាំងនឹងខ្ញុំតើអ្នកឈរខាងណាខ្ញុំជ្រើសរើសអ្នកខ្ញុំមិនសុំឲ្យអ្នកជឿខ្ញុំទេខ្ញុំគ្រាន់តែសុំឲ្យអ្នកទុកឲ្យខ្ញុំនៅក្នុងចម្ងាយដែលអ្នកអាចមើលឃើញបានមិនមែនគិតច្រើនទេគ្រាន់តែមិនចង់ខ្ជះខ្ជាយអាហារប៉ុណ្ណោះ
អ្នកនាងគូអញ្ជើញអង្គុយធ្លាប់ពើថាផ្លូវជូឈៀកមានអ្នកនាងដ៏ពូកែម្នាក់ថ្ងៃនេះបានជួបពិតជាស្រស់ស្អាតមែនឬថាអ្នកនឹងកូនប្រុសមិនបានការរបស់ខ្ញុំមានទំនាក់ទំនងខ្លះអ្នកប្រុសទី3ជួនកាលមកញ៉ាំនំនៅហាងញ៉ាំនំអ្វីទៅដែលញ៉ាំរហូតដល់អ្នករៀបរៀងហាន់លីនយន់រត់មកយ៉ុងអានហ្វាងរាល់ថ្ងៃបែបនេះអ្នកនាងគូនៅក្នុងនំរបស់អ្នកប្រហែលជាមានដាក់ថ្នាំសម្រាប់ដកព្រលឹងទេដឹងអ្នកនាងគូថ្ងៃនេះខ្ញុំអញ្ជើញអ្នកមកមិនមែនមកសួរដេញដល់យកទោសបីទេអ្នកជាស្រីក្មេងចេញមុខមកធ្វើជំនួញមិនងាយស្រួលឡើយលោកស្រីមានប្រសាសន៍អ្វីនិយាយត្រង់មកចុះល្អចឹងខ្ញុំនិយាយត្រង់តែម្ដងគ្រួសារយើងមានកិត្តិយសខ្ពង់ខ្ពស់សានឡើងទៅថ្ងៃមុខត្រូវចូលគណៈរដ្ឋមន្ត្រីធ្វើជារដ្ឋមន្ត្រីភរិយាដើមរបស់គេត្រូវតែជាកូនស្រីផ្ទាល់ពីគ្រួសារអភិជនដែលអាចទៅត្រង់ភូមិគ្រឹះដ៏ធំនេះបានអ្នកនាងគូអ្នកជាមនុស្សឆ្លាតជាជាងដើរលើផ្លូវដែលដើរមិនរួចរហូតបែកក្បាលហូរឈាមប្រសើរជាងយកប្រាក់នេះទៅបើកហាងនៅកន្លែងផ្សេងខ្ញុំអាចជួយអ្នកឲ្យអាជីវកម្មគ្រួសារគូដើរចេញពីទីក្រុងលូចង់យកប្រាក់មកទិញកិត្តិយសខ្ញុំប្រាក់របស់គ្រួសារលូរបស់អ្នកមិនយូរប៉ុន្មាននឹងមានពាក់កណ្ដាលជារបស់ខ្ញុំហើយអ្នកត្រកូលគូចា៎អាជីវករនៅយ៉ុងអានដែលអាចដើរដល់ជំហានរបស់អ្នកគឺមិនច្រើនទេប៉ុន្តែធ្វើជំនួញនិងរៀបការគឺជាចំណុចពីរផ្សេងគ្នានៅក្នុងសម្រាប់ពុំជំនួញការជញ្ជក់ឈាមគ្នាយកឈ្នះចាញ់ជាសមត្ថភាពប៉ុន្តែបើចង់រៀបការចូលត្រកូលអភិជនល្បិចករបស់ពួកអាជីវករគឺមិនសមស្របទៀតទេអ្នកយល់យ៉ាងណាដែរអ្នកនាងគូលោកតាសភាប្រដៅត្រូវណាស់គ្រាន់តែនាងខ្ញុំហ៊ានសួរមួយឃ្លាបើនាងខ្ញុំមិនព្រមចាក់ចេញតើលោកតាសភាបំរុងធ្វើដូចម្ដេចមិនចាក់ចេញអញ្ចឹងទំនិញនៅក្នុងហាងរបស់អ្នកអាចដឹកជញ្ជូនចេញពីទីក្រុងលូងបានឬអត់តាសូមមិនដឹងឡើយគាត់កំពុងគំរាមខ្ញុំដោយយកទ្រព្យសម្បត្តិដែលឪពុកម្ដាយខ្ញុំបន្សល់ទុកឲ្យមកគំរាមខ្ញុំប្រាប់មនុស្សរបស់ព្រះនាងម្ចាស់ថាផែនការត្រូវរំកិលមកមុនឯកសារផ្ទេរភាគហ៊ុនទាំងនោះក្នុងរយៈពេល3ថ្ងៃត្រូវរៀបចំឲ្យរួចរាល់ទាំងអស់លោកម្ចាស់អំបញ្ញមិញមនុស្សនៅមុខភូមិគ្រឹះមកកាយការថាគូវ៉ាន់ថាងពេលចាក់ចេញពីភូមិគ្រឹះទឹកមុខមិនសូវស្រស់បោះទេប្រហែលជាភ័យខ្លាចមិនស្ទើរទេស្រីក្មេងម្នាក់នៅលើផ្លូវជូឈៀកអាចកែប្រែស្ថានភាពបានប៉ុន្តែពេលចូលមកដល់ភូមិគ្រឹះលូរបស់ខ្ញុំនេះត្រូវតែដឹងថាអ្វីទៅជាមេខ្ពស់ដីក្រាស់ដើមឈើបើមិនកាត់តម្រឹមគឺមិនអាចคล้ายជាឈើប្រើប្រាស់បានទេមនុស្សក៏ដូចគ្នាឈប់លោកមន្ត្រីទាំងឡាយយើងជាក្រុមអាជីវករត្រកូលគូនៃយ៉ុងអានហ្វាងឯកសារមានគ្រប់គ្រាន់ត្រកូលគូសាលាក្រុងមានបញ្ជាទំនិញរបស់ក្រុមអាជីវករត្រកូលគូមិនច្បាស់ប្រភពត្រូវរឹបអូសទាំងអស់ដើម្បីត្រួតពិនិត្យសាច់ក្រណាត់ល្អយ៉ាងនេះធ្លាក់ទៅក្នុងដៃអាជីវករពិតជាគួរឲ្យស្ដាយណាស់គាត់ប្រើប្រាស់ផ្លូវពាណិជ្ជកម្មដែលឪពុកខ្ញុំបន្សល់ទុកមកប្លន់យកទំនិញដែលឪពុកខ្ញុំទុកឲ្យខ្ញុំគាត់ប្រើអាវមន្ត្រីសភាជាន់ខ្ពស់បច្ចុប្បន្នមកសង្កត់លើខ្នងគ្រួសារគូ3ជំនាន់របស់ខ្ញុំថែមទាំងនិយាយថាខ្ញុំមិនស័ក្តិសមរៀបការជាមួយកូនប្រុសគាត់ទៀតអ្នកនាងយើងរងចាំច្រើនឆ្នាំយ៉ាងនេះគឺដើម្បីតែខណៈពេលនេះលូប៊ីងឆឹងស្មានថាគាត់កំពុងប្លន់យកទំនិញរបស់ខ្ញុំតែគាត់កំពុងប្លន់យកផ្លូវក្រោយរបស់ខ្លួនឯងសោះព្រះរាជសារហង្សគឺខ្ញុំប្រគល់ឲ្យម្ដាយរបស់អ្នកនាងបានពោលថាបើមិនតច្រកខ្លាំងទេគឺដាច់ខាតមិនប្រើឡើយថ្ងៃនេះលូប៊ីងឆឹងបានប្លន់យកក្រុមអាជីវកររបស់ខ្ញុំជំហានបន្ទាប់របស់គេគឺត្រូវលេបត្របាក់ទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលគូនៅទីក្រុងលួងអ្នកដឹងទេថានាំឲ្យខ្ញុំរងចាំរហូតមកកាលពី30ឆ្នាំមុនព្រះរាជាមុនបានចាត់ឲ្យឪពុករបស់អ្នកដឹកនាំនាវារត់ចេញទៅសមុទ្របើកច្រកពាណិជ្ជកម្មណានយ៉ាងនាវានោះនាំយកគ្រឿងក្រអូបត្បូងថ្មនិងផលសមុទ្រត្រឡប់មកវិញគ្រប់គ្រាន់សម្រាប់បំពេញឃ្លាំងរដ្ឋបាន10ឆ្នាំប៉ុន្តែនៅយុគដែលនាវាចូលកំពង់ផែលូប៊ីងឆឹងនិងសុងយានបានសម្លាប់រង្គាលអ្នកធ្វើការលើនាវា130អ្នកដើម្បីបិទមាត់ឪពុករបស់អ្នកបានស្លាប់នៅលើកំពង់ផែម្ដាយរបស់អ្នកបាន3អ្នកដែលនៅក្នុងកន្ទលូតចូលសមុទ្រហើយត្រូវបានឆ្មាំសម្ងាត់របស់ខ្ញុំជួយសង្គ្រោះប៉ុន្មានឆ្នាំមកនេះខ្ញុំតែងតែរងចាំអ្នកបានរៀបចំអ្នករួចហើយខ្ញុំនឹងឲ្យដើមឆឹងនិងសុំយានសារហងរបស់60ឆ្នាំនេះបានរៀបចំបំណុលដែលពួកគេជំពាក់កាលពី30ឆ្នាំមុនទាំងដើមទាំងការមកសង្វិញទាំងអស់កូនសោនេះអាចបើកឃ្លាំងសម្ងាត់រាជវាំងដែលផ្ទុកនៅសារលិខិតបិទជិត30ឆ្នាំមួយច្បាប់នោះគឺជាច្បាប់ដើមនៃកំណត់ហេតុធ្វើដំណើរតាមសមុទ្រដែលឪពុករបស់អ្នកបានផ្ញើជូនព្រះរាជាមុននៅយុគមុនពេលត្រូវគេសម្លាប់នៅលើនោះមានកត់ត្រារាល់បញ្ជីដែលលូប៊ីងឆឹងនិងសុងយានបានលួចជួញដូរទំនិញរដ្ឋដោយផ្ទាល់ទៅចុះទៅលាងជម្រះកំហុសនិងភាពអយុត្តិធម៌ជូនឪពុកម្ដាយរបស់អ្នកលោកពុកអ្នកម៉ែរងចាំបន្តិចទៀតចុះកូនស្រីនឹងអាចឲ្យមនុស្សទាំងអស់ក្នុងលោកបានដឹងថាអ្នកទាំងពីរមិនបានក្បត់ជាតិទេអ្នកទាំងពីរគឺជាវីរបុរសនៃប្រទេសនេះហើយអ្នកដែលធ្វើបាបអ្នកទាំងពីរនឹងត្រូវបង់ថ្លៃចំពោះរាល់សកម្មភាពរបស់ពួកគេហ្វូលីងចាប់ពីថ្ងៃស្អែកទៅហាងទាំងអស់របស់ត្រកូលគូដែលបើកចំហត្រូវដំណើរការអាជីវកម្មជាធម្មតាទំនិញដែលត្រូវនាំចូលត្រូវតែនាំចូលប៉ុន្តែអ្នកនាងខាងលូប៊ីងឆឹងគាត់មិនមែនចង់លេបត្របាក់អាជីវកម្មត្រកូលគូទេឲ្យគាត់លេបទៅអ្វីដែលគាត់បានប្លន់ពីដៃឪពុកខ្ញុំកាលពី30ឆ្នាំមុន30ឆ្នាំក្រោយមកខ្ញុំនឹងយកវាមកវិញម្ដងមួយពីដៃរបស់គាត់លូប៊ីងឆឹងប្រុងប្រយ័ត្នណាស់បញ្ជីគណនីចំហរបស់គាត់គឺគ្មានចន្លោះប្រហោងតតែសោះប៉ុន្តែទាំងនេះគឺជាគ្រឹះស្ថានសម្ងាត់ដែលគាត់បានបង្កើតដោយខុសច្បាប់របស់ទាំងនេះប្រសិនបើបញ្ជូនទៅកាន់សាលាត្រួតពិនិត្យមិនទាន់គ្រប់គ្រាន់ទេសាលាត្រួតពិនិត្យមានមនុស្សរបស់គាត់អ្វីដែលអ្នកចង់បានមិនមែនគ្រាន់តែទម្លាក់គាត់ម្នាក់នោះទេគឺចង់ឲ្យគាត់សារភាពទោសពៃដែលខ្លួនបានប្រព្រឹត្តដោយផ្ទាល់មាត់នៅចំពោះមុខមនុស្សគ្រប់គ្នាថ្ងៃមង្គលការមន្ត្រីរាជការទាំងអស់នឹងរៀបចំវត្តមាន
នាងខ្ញុំយល់ហើយ លោកម្ចាស់ប៉ុន្មានថ្ងៃនេះនៅខាងយ៉ុងអានហ្វាងកូវ៉ាន់ថាងនៅតែបើកទ្វារធ្វើអាជីវកម្មជាធម្មតាឯទំនិញដែលត្រូវបានរឹបអូសទាំងនោះក៏មិនឃើញនាងទៅប្តឹងនៅសាលាក្រុងដែរភ័យខ្លាចហើយអាជីវករតូចតាចម្នាក់ត្រូវមន្ត្រីសិទ្ធិជាន់ខ្ពស់បច្ចុប្បន្នតាមដានតើនាងអាចមិនភ័យខ្លាចបានយ៉ាងម៉េចសមាគមពាណិជ្ជកម្មត្រូវពេលលមុំយកលេសនេះដើម្បីកំទេចពួកក្រុមញុះញង់នៅយ៉ុងអានហ្វាងរបស់នាងឲ្យអស់តែម្ដងអ្នកមិនបានគេងមួយយប់ឬពិនិត្យបញ្ជីខ្ញុំហៅថាប៉ុន្មានថ្ងៃមុនអ្នកបានទៅភូមិគ្រឹះរបស់ខ្ញុំឬទៅសុំទោសខ្ញុំអ្នកមិនបាច់សុំទោសជំនួសគាត់ទេគាត់ជាអ្នកខ្ញុំបែងចែកដាច់ស្រឡះប៉ុន្តែលុះហឹងករណីដែលខ្ញុំត្រូវធ្វើបន្តទៀតអាចនឹងធ្វើឲ្យអ្នកបាត់បង់អ្វីទាំងអស់បើអ្នកមិនចង់ដើរដល់ជំហាននោះទេឥឡូវនេះចាក់ចេញទៅនៅទាន់ពេលវេលាឡើយលោកពុកកាលនោះលោកពុកបើកផ្លូវទឹកធ្វើពាណិជ្ជកម្មគឺដើម្បីឲ្យប្រទេសជាតិមួយនេះមានបានឡើងពេលខែក្រោយថ្ងៃមង្គលការថ្ងៃដែលកូនស្រីត្រកូលគូរៀបការក៏ជាពេលវេលាដែលត្រកូលលូត្រូវទទួលការជំនុំជម្រះដែរអ្នកនាងមេការហាងធុងយានហៅព្រឹកមិញបានផ្ញើលិខិតសុំជួបអ្វីដែលគេចង់បានមិនមែនជាការទិញដូរទេគឺចង់ស្ទាបស្ទង់មើលពីស្ថានភាពរបស់ខ្ញុំប្រាប់គេថាថ្ងៃស្អែកម៉ោងយើខ្ញុំរងចាំគេនៅហាងខាងជីក្រៅពីនេះឲ្យមេការសុំលក់សូត្រយន្តចិននៅក្នុងដៃរបស់គេទាំងអស់ទៅឲ្យគូប្រជែងរបស់ធុងយានហៅគឺហាងចិនស៊ីវឡូអ្នកនាងហាងចិនស៊ីវឡូគឺជាហាងប្រដាប់រៀបការរបស់លោកស្រីប្រពន្ធចុងទី2នៃត្រកូលលូនោះណាខ្ញុំដឹងខ្ញុំគឺចង់ឲ្យត្រកូលលូដណ្ដើមចំនួនជាមួយគ្រួសារខ្លួនឯងអ្នកគ្រប់គ្រងលីវនៅខាងយ៉ុងអានហ្វាងកូវ៉ាន់ថាងបានទទួលលិខិតសុំជួបហើយឬចាស់យកបញ្ជីទិញធំមួយទៅខ្ញុំចង់មើលថានៅក្នុងដៃនាងនៅមានដើមទុនប៉ុន្មានទៀតបើអាចស្ទាបស្ទង់ដឹងពីប្រភពទំនិញរបស់នាងបានខាងលោកតាសភានឹងមិនខកខានផ្ដល់ផលប្រយោជន៍ឲ្យអ្នកឡើយព្រះអង្គគុំម្ចាស់ឲ្យខ្ញុំមកប្រាប់អ្នកនាងថាកំណត់ឲ្យធ្វើដំណើរតាមសមុទ្រនៅក្នុងឃ្លាំងសម្ងាត់រាជវាំងត្រូវបានយកចេញមកហើយថែមទាំងមានលិខិតបញ្ជីផ្ទាល់ដៃរបស់សុងយានដែលបានចូលរួមសម្រាប់បិទមាត់កាលនោះទៀតផង30ឆ្នាំមុនសុងយានដែលជាអគ្គលេខាធិការក្រសួងការពារជាតិពេលនោះបានចាត់តាំងកងទ័ពរដ្ឋមួយក្រុមដែលក្លែងខ្លួនជាចោរសមុទ្រនៅលើលិខិតបញ្ជាមានត្រាសម្ងាត់របស់គាត់ជួយអរគុណព្រះអង្គម្ចាស់ជំនួសខ្ញុំផងប្រាប់ត្រង់ថាខ្សែពួរសម្រាប់ទាញសំណាញ់ត្រូវបានក្រងរួចរាល់ហើយមេការគូនេះគឺជាបញ្ជីទិញទំនិញបុណ្យសែនព្រះខែឆ្នាំនេះរបស់ហាងធុងយានហៅយើង5000ប្រអប់ទូទាត់ជាប្រាក់សុទ្ធទូទាំងទីក្រុងលួងមានតែហាងខាងជីរបស់អ្នកប៉ុណ្ណោះដែលទទួលយកបានមេការឆានមានចិត្តទូលាយណាស់គ្រាន់តែ5000ប្រអប់នេះបើកញ្ញាតាមតម្លៃទីផ្សារគឺត្រូវចំណាយចំនួននេះតម្លៃអាចពិភាក្សាគ្នាបានគ្រាន់តែហាងយើងមានសំណុំពរតូចមួយនៅមួយបាច់នេះត្រូវតែប្រើប្រាស់រូបមន្តសម្ងាត់របស់ត្រកូលគូយើងចង់មើលចុងភៅរបស់អ្នកផ្ទះបាយរបស់ខ្ញុំសំបីតែលោកចៅវាយខេត្តក្រុងក៏ធ្លាប់ចូលដែរប្រសិនបើមេការឆានចង់មើលប្រកាសជាបានប្រសិនបើរូបមន្តលេចធ្លាយហាងធុងយានហៅទាំង3សាខានៅទីក្រុងលួងនឹងធ្លាក់មកលើរូបខ្ញុំនាងឲ្យអ្នកចុះកិច្ចសន្យារក្សាការសម្ងាត់ឬចាស់អ្នកគ្រប់គ្រងលីវមនុស្សស្រីរៀបរាប់ពីរបៀបនេះមិនងាយស្រួលទប់ទល់ទេមកពីនាងមិនទាន់ត្រូវគេបង្ខំឲ្យដល់ផ្លូវតរលីថានាងខែក្រោយត្រូវដឹកជញ្ជូនទំនិញមួយបាច់ទៅលូយ៉ាងឬអ្នកទៅប្រាប់ពួកបាក់ស្មៅតាមដងផ្លូវឲ្យដឹងខ្លួននិយាយថាជាបំណងរបស់ភូមិគ្រឹះលូប៉ុន្តែទំនិញមួយបាច់នោះដឹកតាមផ្លូវទឹកពួកបាក់ស្មៅជំពាក់ជីវិតលោកតាសភាលូមួយឲ្យពួកគេធ្វើអ្វីពួកគេត្រូវតែធ្វើនឹងខ្ញុំនឹងឲ្យពួកគេយល់ថានៅទីក្រុងលួងល្បិចកតូចតាចរបស់នាងនៅចំពោះមុខកំបិតគឺគ្មានន័យអ្វីទាំងអស់បងលូបងបានមើលសារព័ត៌មានរាជការព្រឹកនេះទេសមាគមពាណិជ្ជកម្មយ៉ុងអានហ្វាងត្រូវគេប្តឹងចោទប្រកាន់មួយករណីថាពួកគេបង្កើតរោងចក្រសម្ងាត់ធ្វើបាបទីផ្សារគ្រប់ច្រកល្ហកចាងមានគឺជាសិស្សរបស់លោកពុកបងលូបងទៅណាសុំច្បាប់សម្រាប់សារលិខិតរបស់ចាងមានអ្នកបានឃើញហើយឬមកដល់ព្រឹកនេះលឿនជាងច្បាប់នៅក្នុងដៃរបស់អ្នកកន្លះម៉ោងតើអ្នកមានផែនការធ្វើដូចម្តេចចាំងមានគ្រាន់តែជាកូនអុកជួមុខប៉ុណ្ណោះមនុស្សនៅពីក្រោយក្នុងគេគឺឪពុករបស់អ្នកចង់បានមិនមែនត្រឹមតែត្រួតពិនិត្យសមាគមពាណិជ្ជកម្មទេគាត់ចង់ប្រើសារលិខិតនេះបង្ខំឲ្យខ្ញុំបាត់បង់ការផ្ដោតអារម្មណ៍ម្ខាងត្រូវទប់ទល់នឹងការត្រួតពិនិត្យរបស់សាលាត្រួតពិនិត្យម្ខាងទៀតមិនអាចរ៉ាប់រងរឿងផ្សេងប៉ុន្តែខ្ញុំមិនបាត់បង់ការផ្ដោតអារម្មណ៍ឡើយគាត់ត្រួតពិនិត្យភាគីគាត់ខ្ញុំធ្វើភាគីខ្ញុំឲ្យខ្ញុំជួយអ្នកទៅខ្ញុំអាចទៅរកមិត្តរួមចំនួនប្រមាណអ្នកនៅហានលីនយ៉នដើម្បីចុះហត្ថលេខារួមគ្នាស្នើសុំកុំអីអ្នកជាមនុស្សរបស់ហានលីនយ៉នមិនគួរពាក់ព័ន្ធក្នុងចំនួនរបស់អាជីវករឡើយឪពុករបស់អ្នកកំពុងតែព្រួយបារម្ភថាគ្មានកំហុសចាប់ថ្នាក់បើអ្នកដាក់លិខិតស្នើសុំគាត់នឹងយកលេសនេះនិយាយថាអ្នកត្រូវស្រីអាជីវករល្បួងជ្រៀតជ្រែកកិច្ចការរដ្ឋបាលចុះតើខ្ញុំអាចធ្វើអ្វីបានញ៉ាំវាទៅហើយត្រឡប់ទៅហានលីនយ៉នវិញបន្តធ្វើជាអ្នករៀបរៀងរបស់អ្នកចុះល្អខ្ញុំស្ដាប់តាមអ្នកប៉ុន្តែអ្នកត្រូវសន្យានឹងខ្ញុំប្រសិនបើមានគ្រោះថ្នាក់ត្រូវឲ្យខ្ញុំដឹងអ្នកកាន់តែស្ងប់ស្ងាត់ឪពុករបស់អ្នកកាន់តែស្ទាបស្ទង់មើលចម្រើយរបស់ខ្ញុំមិនធ្លុះគាត់កាន់តែមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសអ្នកនាងមនុស្សរបស់ព្រះនាងម្ចាស់ផ្ញើសារមកថាច្បាប់ចម្លងលិខិតបញ្ជាផ្ទាល់ដៃរបស់សុងយានត្រូវបានលួចបញ្ជូនទៅកាន់ដៃលោកមន្ត្រីអធិការកិច្ចចាស់ម្នាក់នៅសាលាត្រួតពិនិត្យហើយម្នាក់នោះគឺជាចៅក្រមម្នាក់ដែលជួយស៊ើបអង្កេតក្តីសមុទ្រកាលនោះលោកមន្ត្រីអធិការកិច្ចចាស់ម្នាក់នោះតើមានឈ្មោះថាហានស៊ីឆាងមែនទេតើអ្នកនាងដឹងយ៉ាងដូចម្ដេច
ហានស៊ីឆាងគឺជាមនុស្សរបស់ព្រះរាជាមុន30ឆ្នាំមុនគាត់ត្រូវសូមយានសង្កត់សង្កិនឲ្យសរសេរពាក្យ5មួយម៉ាត់ថាវភុស្តាងមិនគ្រប់គ្រាន់រងចាំការស៊ើបអង្កេតនៅលើសំណុំរឿងបន្ទាប់មកត្រូវគេទម្លាក់តំណែងឲ្យទៅណានជាងរស់នៅចាស់ចរាសារលិខិតរបស់ចាងមៀនគឺជាថ្មស្ទាបស្ទង់ផ្លូវរបស់លោកប៊ីងឆឹងគាត់ចង់មើលថាតើខ្ញុំនៅមានសัญลักษณ์បៀប៉ុន្មានទៀតអញ្ចឹងខ្ញុំនឹងឲ្យគាត់មើលឲ្យមនុស្សបញ្ចេញដំណឹងទៅនិយាយថាក្តីសមុទ្រកាលពី30ឆ្នាំមុនមានភស្តុតាងថ្មីលេចចេញមកមិនបាច់ប្រាប់ថាជាភស្តុតាងអ្វីទេហើយក៏មិនបាច់ប្រាប់ថាអ្នកណាកំពុងស៊ើបអង្កេតដែរលោកពុកអ្នកម៉ែកាលនោះពេជ្រដែលសង្កត់សំណុំរឿងនេះចុះឥឡូវកូនស្រីបានរកឃើញហើយលើកនេះគ្មានអ្នកណាអាចសង្កត់វាចុះទៀតឡើយលោកម្ចាស់ហានស៊ីឆាងកាលពី30ឆ្នាំមុនត្រូវគេទម្លាក់តំណែងទៅណានជាងមិនដែលឈានជើងចូលទីក្រុងលួងសំបីមួយជំហានឥឡូវនេះស្រាប់តែត្រឡប់មកវិញប្រហែលជាបានឮដំណឹងអ្វីទេដឹងពាក្យ5មួយម៉ាត់ដែលគេសរសេរលើសំណុំរឿងកាលនោះគឺបានការពីជីវិតគេមួយ30ឆ្នាំកន្លងផុតទៅគេស្មានថាគេនៅតែអាចកែប្រែសំណុំរឿងបានទៀតឬបញ្ជូនទៅភូមិគ្រឹះរដ្ឋមន្ត្រីសុំឲ្យគេមើលការខុសត្រូវដោយខ្លួនឯងម្យ៉ាងទៀតកាលពី30ឆ្នាំមុនពួកគេមិនអាចបង្កើតរលកបានទេឥឡូវនេះស្រីក្មេងម្នាក់និងឆ្កែចាស់មួយក្បាលអាចក្រឡាប់ទូករបស់ខ្ញុំបានឬទំនិញរបស់ត្រកូលគូចាស់ទំនិញមួយបាត់នេះដឹកជញ្ជូនទៅយ៉ាងឯកសារមាន សមាគមពាណិជ្ជកម្មយ៉ងអានហ្វាងមានការសង្ស័យថាបានខុសខិតជាមួយបាក់ស្មៅធ្វើឲ្យមនុស្សស្លាប់ទំនិញទាំងអស់ត្រូវរឹបអូសបណ្ដោះអាសន្នដើម្បីត្រួតពិនិត្យអ្នកដែលចង្អុលឈ្មោះចាក់ចេញដោយខ្លួនឯងបើមិនដឹងខុសត្រូវប្រសិនបើត្រូវគេត្រួតពិនិត្យមិនបាច់ចេកវ៉ាទេទំនិញអាចបាត់បង់បានប៉ុន្តែមនុស្សមិនអាចមានរបួសឡើយទម្លាក់ទំនិញអ្នកនាងខ្ញុំគ្មានសមត្ថភាពទេទំនិញ20ហូតូត្រូវគេរឹបអូសទាំងអស់ចាំងមានគឺគេទៀតហើយអ្នកនាងចាំងមានគឺជាសិស្សរបស់លោកតាសភាលូនេះច្បាស់ជាតម្រង់មកលើអ្នកនាងហើយនៅក្នុងទំនិញ20ហូតូនោះគឺផ្ទុកនៅច្បាប់ចម្លងសំណុំរឿងដែលមេបស្មៅបានវាមនុស្សស្លាប់នៅកំពង់ផែធំជើកាលពី3ឆ្នាំមុនខ្ញុំដាំឡើយបំរុងខែក្រោយផ្ញើជូនសាលាត្រួតពិនិត្យឥឡូវនេះគេរឹបអូសទំនិញហើយអញ្ចឹងឲ្យគេបើកមើលដោយខ្លួនឯងចុះអ្នកនាងនេះគូជាការឆ្កឹះពោះឲ្យចេញពីក្នុងរន្ធឬមិនមែនឆ្កឹះពោះទេគឺឲ្យពោះខំកន្ទុយខ្លួនឯងអ្នកនិយាយថាអ្នកបានរឹបអូសទំនិញរបស់នាងឬចាស់មន្ត្រីថ្នាក់ក្រោមធ្វើតាមបញ្ជាប៉ុន្តែបន្ទាប់ពីបើកប្រអប់ត្រួតពិនិត្យរួចឃើញថាខាងក្នុងគឺជាអ្វីគឺជាសំណុំរឿងដែលមេបស្មៅការនោះបានវាសម្រាប់អ្នកលីចែង13អ្នកនៅធំជើភស្តាងដើមសាក់សីនិងភស្តាងមានគ្រប់គ្រាន់ទាំងអស់នៅលើក្រដាសនេះមានសរសេរថាលោកមន្ត្រីចាងលោកបានរឹបអូសទំនិញមួយបាច់នេះគឺស្មើនឹងចុះហត្ថលេខាទទួលយកសំណុំរឿងនេះបើចង់សង្កត់វាចុះលោកនឹងមានទោសស្មើគ្នាពិតជាល្បិចខ្ចីដែលគេសម្លាប់មនុស្សដ៏ពូកែមែនបើដូច្នោះមែនចាងមានសំណុំរឿងនេះអ្នកទទួលយកទៅប៉ុន្តែមិនអនុញ្ញាតឲ្យត្រួតពិនិត្យបាក់ស្មៅទេត្រូវត្រួតពិនិត្យសមាគមពាណិជ្ជកម្មយ៉ងអានហ្វាងត្រួតពិនិត្យកើវ៉ាន់ថាងអ្នកនាងព្រះនាងម្ចាស់ផ្ញើសារមកថាសារលិខិតរបស់ហានស៊ីឆាងត្រូវបានជូនចូលទៅក្នុងរាជវាំងហើយព្រះមហាក្សត្របានចាក់អក្សរ2ម៉ាត់ដោយផ្ទាល់ថាត្រួតពិនិត្យឲ្យមកចត់លោកពុកអ្នកម៉ែថ្ងៃដែលកូនស្រីរងចាំជំនួសអ្នកទាំងពីរក្នុងបំផុតក៏មានការឆ្លើយតបហើយហ្វូលីងប្រាប់ព្រះនាងម្ចាស់ថាសារលិខិតរបស់ហានស៊ីឆាងក្នុងបានបញ្ជូនឡើងទៅហើយលោកប៊ីងឆឹងប្រកាសជាស្លន់ស្លោធ្វើអ្វីផ្ដេសផ្ដាសហើយសកម្មភាពបន្ទាប់របស់គេបើមិនមែនទម្លាក់កំហុសគឺសម្លាប់បិទមាត់លោកម្ចាស់សមាគមពាណិជ្ជកម្មយ៉ងអានហ្វាងសុទ្ធតែជាអ្នកធ្វើអាជីវកម្មត្រឹមត្រូវស្មោះត្រង់ជីវិតមនុស្ស13នាក់បើត្រួតពិនិត្យបន្តទៀតនឹងមានមនុស្សស្លាប់ហើយយកសំណុំរឿងចាស់របស់សមាគមពាណិជ្ជកម្មយ៉ងអានហ្វាងមកទាំងអស់មកបញ្ជាសាលាត្រួតពិនិត្យសមាគមពាណិជ្ជកម្មយ៉ងអានហ្វាងមានការសង្ស័យថាបានខុបខិតជាមួយបាក់ស្មៅធ្វើឲ្យមនុស្សស្លាប់មនុស្សទាំងអស់ត្រូវទទួលការត្រួតពិនិត្យនៅនឹងកន្លែងលោកមន្ត្រីករណីមនុស្សស្លាប់របស់បាក់ស្មៅកើតឡើងនៅធំជើការខុបខិតរបស់លោកនេះមនុស្សរបស់បាក់ស្មៅបានសារភាពហើយថាពួកគេប្លន់យកទំនិញគឺដោយសារមានការបញ្ជាពីសមាគមពាណិជ្ជកម្មយ៉ងអានហ្វាងរបស់អ្នកគឺដើម្បីទម្លាក់កំហុសលើភូមិគ្រឹះលូល្បិចមួយក្បាច់នេះពិតជាអ្វីដែលខ្ញុំនឹកស្មានមិនដល់យកជីក្រូនដែលខ្ញុំជីកមកលុបដីរបស់ខ្លួនឯងរួចហើយត្រឡប់មកកប់ខ្ញុំវិញលោកម្ចាស់ចាងមានបានចំណងរបស់សាលាត្រួតពិនិត្យសារភាពនិងសាក់សីបានរៀបចំរួចរាល់ហើយមិនឃើញភស្តុតាងជាក់ស្ដែងទេខ្ញុំសូមឲ្យលោកមន្ត្រីចាងមកកាន់យ៉ងអានហ្វាងដោយផ្ទាល់ដើម្បីសុំទោសខ្ញុំរបស់បាក់ស្មៅអ្នកនោះគួរឲ្យទុកចិត្តទេគឺបានយកប្រាក់នឹងចុះកិច្ចសន្យាស្លាប់ហើយទោះបីឡើងសាលាក្តីក៏មិនប្រែប្រួលចម្លើយដាច់ខាតល្អណាស់លើកនេះខ្ញុំត្រូវតែឲ្យគេបានដឹងថានៅលើរាជសភារឿងខ្មៅអាចប្រែជារឿងស្កអាចប្រែជាខ្មៅបានដែរផ្ញើទៅកាន់ផ្នែកប្រាស្រ័យតាក់ទងថ្ងៃស្អែកពេលប្រជុំព្រឹកខ្ញុំចង់ឲ្យញត្តិមួយនេះនិងសំណុំរឿងមួលបង្កាច់របស់ក្រុមអធិការបតីត្រូវបានដាក់ជូនទៅកាន់ចំពោះភ័ក្រត្រង់ព្រះភិក្ខក្នុងពេលតែមួយហានអានមានរឿងធំហើយលោកម្ចាស់ចាងស្រាប់តែដកហូតអាញាបានជំនួយរបស់សមាគមអាជីវកម្មយ៉ងអានហើយថែមទាំងនាំមនុស្សទៅឆែកឆេររោងជំនួយយ៉ងអានទៀតដោយចោទថាពួកគេខុបខិតជាមួយក្រុមចៅស្មៅនិងបង្ខំឲ្យមនុស្សស្លាប់3នាក់វៃជីវលូប៊ីងឆុនអ្នកនៅតែដដែល
ទៅប្រាប់ចាំងមានខាងបាក់ចាស់នៅទីនេះមានសំណុំរឿងចាស់កាលពី30ឆ្នាំមុនរឿងក្តីនោះមានពាក់ព័ន្ធនឹងលោកម្ចាស់លូបើគាត់ចង់ឆែកឆេររោងចំនួនយ៉ងអានខាងបាក់ចាស់ក៏សូមផ្អាកហើយមកឆែកឆេរទ្រព្យសម្បត្តិរបស់ភូមិគឺលោកវិញឲ្យគាត់ចេះស្គាល់ប្រមាណខ្លួនផងអ្នកនាងគេដឹងព័ត៌មានហើយមេក្រុមចោលស្មៅនោះឈ្មោះលាវហៃឈីបានបញ្ចាំបានបំណុលមួយស្រាប់តែនៅផ្ទះរបស់គេកាលពីយប់មិញមានប្រាក់ដំឡើង50ដំឡឹងដើម្បីប្រាក់50ដំឡឹងសុកចិត្តធ្វើសាកសីភូតកុហកនៅតុលាការផ្ញើជីវិតមនុស្សបរិសុទ្ធជាច្រើនឲ្យទៅស្លាប់ទៅរកគេឲ្យគេ500ដំឡឹងឲ្យគេនិយាយប្រាប់ពីប្រភពដើមនៃប្រាក់50ដំឡឹងនោះនៅចំពោះមុខតុលាការខ្ញុំចង់ឲ្យលោកប៊ីនឆាន់កប់សពខ្លួនឯងលាវហៃឈីប្រាក់50ដំឡឹងដែលភូមិគ្រឹះលក់ឲ្យអ្នកនៅចាយមិនទាន់អស់ទេមែនទេអ្នកជាស្រមោលអ្នកណាខ្ញុំជាមនុស្សដែលយកប្រាក់មកឲ្យអ្នកប្រាក់50ដំឡឹងទិញការធ្វើសាកសីភូតកុហករបស់អ្នកថោកពេកហើយចៅវាយខ្ញុំឲ្យ500ដំឡឹងដោយមិនបាច់ឲ្យអ្នកកែសម្ដីឡើយគ្រាន់តែឲ្យអ្នកប្រាប់នៅតុលាការថាមេការភូមិគ្រឹះលូបានរកអ្នកយ៉ាងម៉េចនិងបង្រៀនអ្នកឲ្យធ្វើបន្ទូសាកសីយ៉ាងម៉េចដោយមិនឲ្យខ្វះមួយម៉ាត់ឡើយបើអ្នកមិននិយាយដល់ពេលនោះក៏នឹងឲ្យក្រុមអធិការបតីចាត់ការគឺរូបអ្នកម្នាក់គត់ជាអ្នកទទួលខុសត្រូវបាននិយាយប្រាក់ជារបស់អ្នកហើយជីវិតពួកយើងក៏ធានាជ្រើសរើសទៅសមាគមអាជីវកម្មយ៉ងអានខុបខិតជាមួយក្រុមចៅស្មៅបង្ខំឲ្យមនុស្សស្លាប់ទាំងសាកសីរស់និងភស្តុតាងមានគ្រប់គ្រាន់ពួកអ្នកនៅតែមិនព្រមសារភាពទោសទៀតលោកម្ចាស់អយុធធម៌ណាពួកយើងសំបីតែទ្វាររបស់ក្រុមចៅស្មៅនៅណាក៏មិនដឹងផងតើទៅខុបខិតពីកាលណាលោកម្ចាស់អ្នកមិនអាចស្ដាប់តែសម្ដីម្ខាងបានទេសម្ដីម្ខាងឬនាំសាកសីរស់មកលាវហៃឈីអ្នកប្រាប់មកមនុស្សដែលចាត់តាំងឲ្យអ្នកទៅប្លន់ក្បួនអាជីវករត្រកូលគូគឺជាអ្នកណាលោកម្ចាស់ខ្ញុំកុហកទេអ្វីដែលខ្ញុំបាននិយាយអំបញ្ញមិញសុទ្ធតែជាការភូតកុហកទាំងអស់អញថាស្អីអំបញ្ញមិញនៅចំពោះមុខតុលាការអញបានធ្វើសេចក្ដីប្រតិធានរួចហើយនោះគឺដោយសារមេការភូមិគឺលូឈ្មោះលៀបឆាន់បានឲ្យប្រាក់50ដំឡឹងទៅប្រជាជនសាមញ្ញម្នាក់នេះហើយឲ្យខ្ញុំនិយាយបែបនេះបើខ្ញុំមិនធ្វើតាមគេនឹងសម្រាប់អាជីវករទាំងនោះខ្ញុំមិនមែនជាមនុស្សអាក្រក់ទេខ្ញុំមិនលឺនិយាយចាស់ក្នុងការដែលអ្នកកាត់ក្តីបានល្អយ៉ាងនេះខាងបាក់ចាស់ក៏មានសំណុំរឿងចាស់មួយករណីដែរកាលពី30ឆ្នាំមុនរឿងក្តីចោលសមុទ្រដែលមានពាក់ព័ន្ធនឹងមន្ត្រីធំក្នុងសភាបច្ចុប្បន្នគឺលោកម្ចាស់លូលោកម្ចាស់មិនល្អទេលាវហៃឈីបានប្រែប្រួលសម្ដីនៅចំពោះមុខតុលាការហើយគេបានទម្លាយរឿងដែលពួកយើងឲ្យប្រាក់ទៅគេអស់រលីងហើយឯងថាម៉េចហើយលោកហានស៊ីចុងគាត់បានសម្រុកចូលតុលាការហើយនៅចំពោះមុខមនុស្សគ្រប់គ្នាគាត់បាននិយាយថានឹងត្រួតពិនិត្យសំណុំរឿងចាស់កាលពី30ឆ្នាំមុនហានស៊ីចុង30ឆ្នាំហើយគេស្មានថាគេជានរណាលីវឆាន់ឯងនៅជាមួយអញប៉ុន្មានឆ្នាំហើយ20ឆ្នាំហើយលោកម្ចាស់20ឆ្នាំហើយឯងធ្វើការអញតែងតែទុកចិត្តជានិច្ចប៉ុន្តែថ្ងៃនេះឯងបែរជាទៅរកអាល្ងងម្នាក់ដែលប្រែប្រួលសម្ដីព្រោះតែប្រាក់មកធ្វើសាកសីទៅវិញទៅចាត់ការរឿងនេះឲ្យស្អាតបាត់ទៅហានស៊ីចុងចង់ឆែកឆេរគឺត្រូវតែឆែកឆេរឲ្យដល់ដៃគេមិនបាននេះគឺជាឱកាសចុងក្រោយរបស់យើងអ្នកនាងលាវហៃឈីបានប្រែប្រួលសម្ដីនៅចំពោះមុខតុលាការហើយលោកម្ចាស់ហានក៏បានចេញមុខដែរគាត់បានធ្វើនៅចំពោះមុខចាងមានដោយយកសំណុំរឿងចាស់កាលពី30ឆ្នាំមុនមកដាក់នៅលើតុលាការចាងមានប្រតិកម្មយ៉ាងណាដែរមិនបាននិយាយសំបីតែមួយម៉ាត់មុខឡើងស្លេកអស់ហើយអ្នកនាងលោកហានស៊ីចុងដាក់ដុល្លារត្រង់នេះពិតជាសាហាវណាស់គាត់បានភ្ជាប់ឈ្មោះលោកម្ចាស់លូទៅនឹងសំណុំរឿងចាស់ជាមួយគ្នាមន្ត្រីដែលនៅស្ដាប់ទាំងប៉ុន្មានបានឮទាំងអស់រឿងនេះលាក់លែងចិត្តហើយអ្វីដែលហានស៊ីចុងធ្វើគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះគេនៅចង់ឆែកឆេរបន្តទៀតប៉ុន្តែមិនអាចពឹងផ្អែកតែលើការប្រែប្រួលសម្ដីម្នាក់និងសាកសីម្នាក់បានទេលោកប៊ីនឆុននឹងបំបត្តិភស្តុតាងបើលាវហៃឈីស្លាប់ឬលាវឆាន់បាត់ខ្លួនសំណុំរឿងនេះនឹងប្រែជាសំណុំរឿងទាំងម្ដងទៀតពួកយើងមិនអាចរងចាំឲ្យគេបំបត្តិភស្តុតាងបានទេប្រាប់ឈីងហ្វានយប់នេះឲ្យឆ្មាំការពាររបស់ម្ចាស់កត្រីការពារហានស៊ីចុងត្រឡប់ទៅភូមិគ្រឹះវិញដោយស្ងាត់ក្រៅពីនេះឲ្យគេទៅអញ្ជើញលោកម្ចាស់លូថែមទាំងទៅអញ្ជើញមេភូមិនិងអ្នកស្រុកមកវិញផងយប់នេះរៀបចំតអាហារពីរជួរនៅរោងចំនួនយ៉ងអានដើម្បីលាងជម្រះទុកអ្នកនាងពេលនេះរៀបចំតអាហារឬមិនមែនរៀបចំឲ្យខ្ញុំមើលទេគឺរៀបចំឲ្យមនុស្សទាំងអស់នៅរោងចំនួនយ៉ងអានមើលថ្ងៃនេះក្រុមអធិការបតីមិនបានរកឃើញកំហុសអ្វីពីយើងទេនោះបញ្ជាក់ថាសមាគមអាជីវកម្មយ៉ងអានធ្វើរឿងត្រឹមត្រូវខ្ញុំនឹងប្រើអាហារមួយពេលនេះប្រាប់ពួកគេថាតាមខ្ញុំទោះមេក្រឡុំចោះក៏មានខ្ញុំជាអ្នកត្រដែរលោកម្ចាស់ហានទ្រង់មានព្រះរាជជំការចាប់ពីយប់នេះទៅខាងលោកម្ចាស់នឹងមានឆ្មាំការពាររងឹតជួយការពារក្នុងបរិវេណមួយសិននេះមិនឲ្យមានចន្លោះប្រហោងឡើយទ្រង់នៅតែចងចាំទូបង្គំនិយាយថា30ឆ្នាំមុនលោកម្ចាស់បានសរសេរឈ្មោះនៅលើសំណុំរឿងនោះហើយបានរក្សាសង្ឃឹមនៃការលាងជម្រះក្តីឥឡូវនេះដល់ពេលដែលត្រូវសងយុត្តិធម៌ដល់វិញ្ញាណអ្នកខន130នាក់ដែលត្រូវគេចោទប្រកាន់ដោយអយុត្តិធម៌ហើយទូថ្វាយត្រង់ថាជីវិតរបស់ទូបង្គំគួរតែបាត់បង់នៅឯកំពង់ផែកាលពី30ឆ្នាំមុនម្លេះរាល់ថ្ងៃដែលទូបង្គំរស់នៅបន្ថែមគឺជាចំណេញហើយលើកនេះនឹងមិនរៀថយទៀតឡើយថ្ងៃនេះនៅឯតុលាការខ្ញុំស្មានថាពួកយើងត្រូវបញ្ចប់ហើយលាវហៃឈីប្រែប្រួលសម្ដីពេលនោះខ្ញុំស្ទើរតែឈរមិននឹងលោកមេការខ្ញុំឈ្មោះសុនធ្វើអាជីវកម្មអស់មួយជីវិតគ្មាននរណាម្នាក់ធ្លាប់ចេញមកការពារពួកយើងជាអាជីវករតូចតាចទាំងនេះទេអ្នកគឺជាមនុស្សដំបូងគេស្រានេះកុំតន់អើផឹកអីញ៉ាំនំសិនទៅខ្ញុំធ្លាប់សន្យាជាមួយអ្នករាល់គ្នាថាតាមខ្ញុំមានសាច់ញ៉ាំចាប់ពីពេលនេះទៅពួកយើងត្រូវរស់នៅកណ្ដាលរាជធានីដោយបើកចំហនិងស្មោះត្រង់
អ្នកគ្រាន់តែមើលការខុសត្រូវលើបញ្ជីរបស់អ្នកទៅខ្ញុំនឹងជួយការពារអ្នកមិនឲ្យគេបំផ្លាញឡើយមុនពេលភ្លឺមនុស្សម្នាក់នេះត្រូវតែបិទមាត់ជារៀងរហូតគេរស់នៅក្នុងខ្ទមឈើក្បែរកំពង់ផែតែម្នាក់ឯងប្រាក់ចុះក្រោយពីរឿងជោគជ័យយកប្រាក់ទាំងនេះចាក់ចេញពីរាជធានីទៅក្នុងរង្វង់3ខែកុំត្រឡប់មកវិញឯសោះលោកគេសួរឯងបានទទួលប្រាក់50ដំឡឹងពីគេហេតុអ្វីក៏បែរជាប្រែប្រួលសម្ដីទៅវិញជួយផងលោកម្ចាស់នៅឯកំពង់ផែបរាជ័យហើយមនុស្សដែលបាញ់ទៅត្រូវគេស្ទាក់ផ្លូវលាវហៃឈីត្រូវមនុស្សមិនស្គាល់មុខនាំយកទៅបាត់ហើយអ្នកណាជាអ្នកស្ទាក់ខ្ញុំរ៉ារបស់ចាងមៀនធ្លាក់ទៅលើអ្នករបស់សម្រាប់ចាប់ខ្លួនទៅគេមិនបានស្កាយពីចោលទៅចាងមៀនជាកូនចាប់តាំងដល់ពេលត្រូវបោះបង់ហើយលោកម្ចាស់ចាងមៀនជាមន្ត្រីអធិការបតីថ្នាក់ទី3ណាទៅយកសម្បត្តិសម្ងាត់ដែលគេឆ្លងឆ្លើយជាមួយក្រុមចោរស្មៅផ្ញើទៅឲ្យមន្ត្រីឆ្វេងនៃក្រុមអធិការបតីឲ្យគេទៅដោះស្រាយរឿងក្តីឃាតកម្មជាមួយក្រុមចោរស្មៅដោយខ្លួនឯងទៅលោកមេកាអញ្ជើញអង្គុយរឿងកាលពីយប់មិញប្រហែលជាអ្នកបានដឹងរួចហើយចាស់លាវហៃឈីត្រូវបានគេបញ្ជូនទៅកាន់ទីកន្លែងសុវត្ថិភាពហើយឃាតករ2នាក់នោះម្នាក់របួសធ្ងន់ម្នាក់ទៀតនៅក្នុងគុកភូមិគ្រីស្ទការពាររាជធានីនៅលើនេះមានវាយត្រាផ្ទាល់ខ្លួនរបស់ចាងមៀនប៉ុន្តែខ្ញុំស្គាល់ត្រាមួយនេះកាលពី30ឆ្នាំមុនចាងមៀនមិនទាន់ជាមនុស្សក្នុងក្រុមអធិការបតីទេគេជាស្មៀនក្រោមបង្គាប់សុងយាងដូច្នេះត្រាមួយនេះក៏អាចជាលូប៊ីនឆនបានរៀបចំទុកជាស្រេចតាំងពីយូរណាស់មកហើយដែរថ្ងៃស្អែកពេលប្រជុំព្រឹកគេប្រហែលជានឹងឡើងទូលដកហូតតំណែងចាងមៀនហើយអញ្ចឹងក៏បណ្ដោយឲ្យគេដកចុះថ្ងៃដែលគេដកហូតតំណែងចាងមៀនគឺជាថ្ងៃដែលពួកយើងយកបញ្ជីពិតប្រាកដនោះដាក់ជូនទៅកាន់តុលាការលោកម្ចាស់សម្បត្តិចម្លងនៃកំណត់ហេតុនាវាចរនោះតើអ្នកបានយកតាមខ្លួនដែរឬទេ30ឆ្នាំហើយមិនដែលឃ្លាតពីខ្លួនឡើយខ្ញុំនៅក្រុមអធិការបតីជាង30ឆ្នាំធ្លាប់ជួបរឿងអយុត្តិធម៌រាប់មិនអស់ប៉ុន្តែករណីមួយនេះគឺជាករណីដែលមានភាពក្លាហានបំផុតដែលខ្ញុំធ្លាប់បានជួបអ្នកនាងយកជ្រៅហើយពិសាស៊ុបយិនអេលស៊ុបល្មៀតក្រហមមួយចានទៅដើម្បីកក់ក្ដៅរាងកាយលោកប៊ីងឆនគិតថាបោះបង់ចាងមៀនចោលគឺអាចជំរះខ្លួនឯងបានស្អាតស្អំប៉ុន្តែចាងមៀនគ្រាន់តែជាមែកឈើមួយនៅលើដើមឈើប៉ុណ្ណោះហើយអ្វីដែលខ្ញុំចង់បានគឺកោះទាំងរើសវាឡើងលោកម្ចាស់អ្វីដែលសរសេរនៅលើនេះជាការពិតឬពិតមែនខ្ញុំបានធ្វើការឲ្យគេអស់រយៈពេល20ឆ្នាំឥឡូវនេះគេថាជាការពិតគឺពិតជាច្បាស់ណាស់គេឲ្យខ្ញុំទៅប្លន់រោងជំនួញយ៉ងអានខ្ញុំក៏ប្លន់គេឲ្យខ្ញុំដុតឈូងរបស់ក្រុមចៅស្មៅខ្ញុំក៏ដុតឥឡូវនេះរឿងរបស់គេរៀបនឹងបែកធ្លីហើយគេបែរជាយកខ្ញុំទៅលុបរនអន្លង់ទៅវិញលោកម្ចាស់ចាងចង់ទៅក្រុមអធិការបតីអ្នកជាអ្នកណាចៅវាយខ្ញុំឲ្យខ្ញុំមកផ្ដាំមួយម៉ាត់លោកម្ចាស់ទៅលើកនេះដោយគ្មានភស្តុតាងលោកម្ចាស់មន្ត្រីឆ្វេងនឹងមិនជឿឡើយលោកប៊ីងឆនក្នុងពេលដែលគេហ៊ានប្តឹងទោសអ្នកនោះបញ្ជាក់ថាគេបានរៀបចំកន្លែងឲ្យអ្នកធ្វើឃាតខ្លួនឯងរួចរាល់ហើយនៅខាងក្រោយខ្នងលោកម្ចាស់បើឈានជើងចូលទ្វារក្រុមអធិការបតីយប់នេះមុនពេលភ្លឺនឹងក្លាយជាសពដែលធ្វើឃាតខ្លួនឯងមួយភ្លាមលោកម្ចាស់ចាងអញ្ជើញអង្គុយអ្នកធ្លាប់ដកហូតតំណែងខ្ញុំ2ដងចាប់ប្រកាន់រោងចំនួនខ្ញុំឆែកឆេររោងចំនួនខ្ញុំប៉ុន្តែមិនមែនទាមទារតែម៉ាត់ទេស្រាក្តៅនេះគឺនៅតែម្ដងលោកមេកាខ្ញុំមកដើម្បីអង្វរលោកមេកាសូមទុកផ្លូវរស់ឲ្យខ្ញុំមួយផងផ្លូវរស់មិនមែនមកពីការអង្វរទេប្រាក់ដែលលោកប៊ីងឆនឲ្យអ្នកចាយអស់ហើយតំណែងដែលគេឲ្យអ្នកគេប្រមូលយកទៅវិញហើយប៉ុន្តែអ្នកនៅមានរបស់មួយយ៉ាងទៀតដែលគេដឹងហើយអ្នកក៏ដឹងអ្នកចង់ឲ្យខ្ញុំធ្វើសាកសីប្រឆាំងគេមិនមែនធ្វើសាកសីប្រឆាំងគេទេគឺយករាល់រឿងរ៉ាវទាំងអស់ដែលអ្នកធ្លាប់ធ្វើជំនួសគេចង់ក្រងជាអក្សរខ្មៅលើក្រដាសសម្បត្តិនីមួយបញ្ជីនីមួយឈ្មោះមនុស្សម្នាក់គេមិនមែនជំពាក់បំណុលតែអ្នកម្នាក់ទេបើអ្នកព្រមសរសេរអ្វីដែលអ្នកដឹងចេញមកខាងក្រុមអធិការបតីលោកម្ចាស់ហានស៊ីចុងនឹងជួយអង្វរឲ្យអ្នកបើខ្ញុំសរសេរលោកប៊ីងឆននឹងមិនលើកលែងឲ្យខ្ញុំទេអ្នកមិនសរសេរឥឡូវនេះគេក៏មិនលើកលែងឲ្យអ្នកដែរអ្នកសរសេរជីវិតរបស់អ្នកខ្ញុំធានាបើអ្នកមិនសរសេរដើរចេញពីទ្វារនេះទៅឃាតកររបស់គេកំពុងតែរងចាំអ្នកហើយ
លោកម្ចាស់ចៅនេះគឺជាលិខិតសារភាពដោយដៃផ្ទាល់របស់ចាំងមានគ្រប់ករណីទាំងអស់សុទ្ធតែមានសាក្សីនិងភស្តុតាងច្បាស់លាស់ដែលអាចឆែកឆេរបានបើសិនជារឿងនេះជាការពិតអ្នកនិងខ្ញុំសុទ្ធតែត្រូវប្រឈមមុខនឹងក្រុមភីគីលូទាំងមូលហើយរឿងក្តីចាស់កាលពី30ឆ្នាំមុននោះបានធ្វើឲ្យមនុស្សស្លាប់អស់130នាក់អ្វីដែលខ្ញុំរងចាំគឺថ្ងៃនេះឯងបើអ្នកខ្លាចញត្តិសារភាពនេះខ្ញុំនឹងយកទៅជូនដោយផ្ទាល់3ថ្ងៃក្រោយពេលប្រជុំព្រឹកខ្ញុំនឹងទៅជាមួយអ្នកល្អណាស់មហាអាជីវករម្នាក់នេះ3ថ្ងៃក្រោយមិនមែនជាថ្ងៃរៀបការទេអញ្ចឹងក៏បណ្ដោយឲ្យពិធីរៀបការមួយនេះប្រែជាកន្លែងកប់សពរបស់នាងចុះអ្នកនាងខាងភូមិគ្រឹះលូនៅតែមិនទាន់មានចលនាអ្វីឡើយគេនឹងមកបើគេមិនមកល្ខោនរបស់គេនឹងមិនអាចសម្ដែងទៅទៀតបានទេទោះជាមានរឿងអ្វីកើតឡើងខ្ញុំនឹងឈរនៅខាងអ្នកជានិច្ចចាស់ទុំមកយឺតហើយកូនប្រុសរៀបការតើគ្មានឪពុកធ្វើជាអធិបតីយ៉ាងម៉េចកើតថ្ងៃនេះជាថ្ងៃរៀបការចាស់ទុំគ្មានកាដូអ្វីថ្លៃថ្នូរទេមានតែលិខិតសន្យាមួយច្បាប់នេះសូមឲ្យកូនប្រសាសារភាពចុះបន្ទាប់ពីនេះលែងធ្វើអាជីវកម្មរស់នៅយ៉ាងស្ងប់ស្ងាត់មើលថែប្តីប្រពន្ធនិងកូនកាដូរបស់លោកម្ចាស់កែវកូនក្រមុំសូមទទួលដោយក្តីរីករាយប៉ុន្តែមុនពេលចុះហត្ថលេខាកូនក្រមុំក៏មានកាដូមួយច្បាប់ជូនលោកម្ចាស់កែវមើលផងដែរសៀវភៅបញ្ជីមួយក្បាលនេះបានកត់ត្រាយ៉ាងលម្អិតអំពីភូមិគ្រឹះលូដែលបានប្រើប្រាស់រោងចំនួនទុំយួននិងរោងចំនួនជាសៀវព្រមទាំងរោងចំនួនទាំង17ផ្សេងទៀតកាលពី30ឆ្នាំមុនក្នុងការកេងប្រវ័ញ្ចយកប្រាក់សំណងរាយការណ៍និងលាងប្រាក់ខុសច្បាប់ទាំងអស់រាល់ការឆ្លងកាត់ដៃមនុស្សម្នាក់សុទ្ធតែមានស្នាមប្រឌិតមេដៃលោកប៊ីងឆុនរឿងក្តីចោលសមុទ្រកាលពី30ឆ្នាំមុនអ្នកបានក្លែងបន្លំរាជសារបង្កឲ្យមានការសម្លាប់មនុស្ស130នាក់ថ្ងៃនេះក្រុមអធិការបតីសូមប្រកាសជាផ្លូវការដកហូតតំណែងរបស់អ្នកយកទៅសាកសួរល្អខ្លាំងណាស់30ឆ្នាំហើយចាស់ទុំម្នាក់នេះបែរជាមកចាញ់នៅក្នុងដៃស្រីចំនួនម្នាក់ទៅវិញថ្ងៃនេះគឺជាថ្ងៃមង្គលវាក៏ជាថ្ងៃសវនាការកាត់ទោសរបស់អ្នកដែរឪពុករបស់អ្នកគឺខ្ញុំជាអ្នកជូនគេទៅដោយផ្ទាល់ដៃបើអ្នកស្អប់ខ្ញុំមនុស្សដែលខ្ញុំស្អប់មិនមែនជាអ្នកទេអ្វីដែលខ្ញុំស្អប់គឺខ្ញុំបានជឿគេអស់រយៈពេល20ឆ្នាំប៉ុន្តែមិនដឹងសោះថារាល់បាយមួយម៉ាត់ដែលខ្ញុំហូបសុទ្ធតែប្រឡាក់ដោយឈាមរបស់កូនប្រជាជនសាមញ្ញចាប់ពីពេលនេះទៅខ្ញុំមិនមែនត្រកូលលូទៀតទេខ្ញុំត្រកូលគូអ្នកព្រមទទួលខ្ញុំទេអ្នកធ្លាប់លុតជង្គង់ក្នុងភ្លៀងមួយយប់ដើម្បីសុំមេអំបៅមួយពីខ្ញុំចាប់ពីថ្ងៃនោះមកខ្ញុំបានទទួលអ្នករួចហើយពិសាទៅលោកម្ចាស់លូនេះជាស្រាដែលសមាគមអាជីវកម្មយ៉ងអានតាំងចិត្តជូនលោកម្ចាស់ជាពិសេស30ឆ្នាំចាស់ទុំម្នាក់នេះនៅលើរាជសភាបង្វិលកិច្ចការប្រទេសជាតិអស់30ឆ្នាំចុងក្រោយបែរជាបានត្រឹមស្រាមួយចានពីក្រុងស៊ូជូវនៅក្នុងសៀវភៅបញ្ជីនេះមិនមែនមានតែកំហុសរបស់លោកប៊ីងឆុនម្នាក់ទេឈ្មោះរបស់សុងយៀនបង្ហាញខ្លួននៅ7កន្លែងគ្រប់កន្លែងទាំងអស់សុទ្ធតែគ្រប់គ្រាន់នឹងរំលាយត្រកូលគេបានលោកម្ចាស់ហេនខាងសុងយៀនបើមិនអាចរកសម្បត្តិដែលគេឆ្លងឆ្លើយជាមួយលោកប៊ីងឆុនកាលពី30ឆ្នាំមុនឃើញទេរឿងក្តីនេះយ៉ាងខ្លាំងបំផុតគឺបានត្រឹមតែឲ្យគេចូលនិវត្តន៍ប៉ុណ្ណោះទីតាំងសម្បត្តិខ្ញុំមានព័ត៌មានហើយគ្រាន់តែនៅឯភូមិគ្រឹះអមហាសេនាបតីមានឆ្មាំការពារតឹងរឹងមនុស្សធម្មតាចូលមិនរួចឡើយ3ថ្ងៃក្រោយជាថ្ងៃប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គមន្ត្រីរាជការទាំងអស់នឹងចូលរួមពិធីលៀងសីភោជនៅក្នុងព្រះបរមរាជវាំងយប់នោះភូមិគ្រឹះអមហាសេនាបតីនឹងទំនេរលូស៊ីងសំណុំរឿងធំនោះត្រូវបានបិទបញ្ចប់ហើយអ្វីដែលគេជំពាក់ត្រូវតែសង្វេងថ្ងៃនេះមិនសរសេរដៃអារីវាតម្លៃស្រាទេថ្ងៃនេះគ្រាន់តែចង់ភ្លក់មួយកែវមិនបន្ថែមការវាតម្លៃទេគ្រាន់តែចូលចិត្តចូលទៅញ៉ាំទៅខ្ញុំបានទុកកន្លែងឲ្យអ្នកហើយនៅចិត្តបង្អួចពិធីលៀងសីលអបចម្រើនព្រះជន្មចិត្តចាប់ផ្ដើមហើយម៉ោង13:45នាទីឆ្មាំភូមិគ្រឹះអមហាសេនាបតីនឹងផ្លាស់វេនគ្នានៅក្នុងរយៈពេលកន្លះម៉ោងនៃការផ្លាស់វេននោះនៅក្នុងបន្ទប់សិក្សាមានឆ្មាំការពារតែ2នាក់ប៉ុណ្ណោះខ្ញុំអាចដោះស្រាយបានបន្ទាប់ពីទទួលបានសម្បត្តិហើយប្រញាប់យកទៅប្រគល់ជូនដល់ដៃលោកម្ចាស់ហ៊ីនភ្លាមមិនអាចឲ្យផុតយប់នេះបានទេលោកប៊ីងឆុនជាសមាជិកបកស្គីទាំង3ប៉ុន្តែសុំយៀនត្រូវតែនៅចំពោះមុខព្រះភ័ក្ត្រព្រះអង្គក្នុងពិធីលៀងសីភោជបុណ្យចម្រើនព្រះជន្មនេះត្រដាងមុខមាត់អ្នករបស់គេភូមិគ្រឹះអមហាសេនាបតីមិនមែនជាភូមិគ្រឹះលូទេដូច្នេះហើយទើបមិនអាចឲ្យគេដឹងខ្លួនបានពេលថ្ងៃក្រោយខ្ញុំចង់ឲ្យសុងយៀននៅចំពោះមុខមន្ត្រីរាជការទាំងអស់បានលើគ្រប់ពាក្យពេចន៍ដែលគេបានសរសេរកាលពី30ឆ្នាំមុនឯងក៏ដូចជាអញដែរត្រូវគេលីកចេញពីក្រឡមកឯងក៏ចិត្តត្រូវបែកបាក់ហើយអាហ៊ានថ្ងៃដែលឯងរៀបការអញសំបីតែមើលមុខអញមួយកែវក៏មិនមើលផងសុងយៀន
បញ្ជាកងទ័ពកាលពី30ឆ្នាំមុននៅលើកំពង់ផែអញបានរងចាំអស់រយៈពេល30ឆ្នាំហើយយប់នេះដល់ពេលត្រូវសង្វិញហើយ ម៉ោង 13:45 នាទីផ្លាស់វេននៅក្នុងបន្ទប់នោះមានមនុស្សតែម្នាក់ប៉ុណ្ណោះខ្ញុំទៅដោះស្រាយអ្នកនាងចុចត្រង់ជញ្ជាំងខាងក្រោយសុំសៀវភៅទីតាំងដែលមានរូបភាពគូអ្នកនាងចាំឲ្យច្បាស់ណាចាំច្បាស់ហើយយកតែសម្បត្តិប៉ុណ្ណោះមិនប៉ះពាល់របស់ផ្សេងទៀតទេរួចរាល់ហើយត្រឡប់តាមផ្លូវដើមវិញទោះជាមានរឿងអ្វីកើតឡើងមិនអនុញ្ញាតឲ្យបង្កចំនួនឡើយរកឃើញហើយ បងប្រុសស៊ីធូសម្បត្តិមិនទាន់បញ្ជូនទៅដល់ទេប្រសិនបើអូសបន្លាយពេលទៀតកម្មវិធីជប់លៀងចប់សុំយ៉ាងត្រឡប់ទៅវិញចាំបន្តិចទៀត30ឆ្នាំមុនខ្ញុំក៏រងចាំដែររងចាំមើលថាមានអ្នកណាហ៊ានយកភស្តុតាងមកប្រគល់ឲ្យកាលនោះមិនបានជួបទេយប់នេះខ្ញុំប្រកាសជាបានជួបមានឃាតករនាំកញ្ញាទៅនាងខ្ញុំគូវ៉ាន់ថាងប្តឹងទៅនាយករដ្ឋមន្ត្រីសុងយ៉ានកាលពី30ឆ្នាំមុនបានខ្លាយបន្លំរាជសារបញ្ជាចាត់ចែងទុកមន្ត្រីសម្រាប់មន្ត្រីបើកឆ្នេរសមុទ្រជា130នាក់ភស្តុតាងនៅទីនេះសូមព្រះអង្គពិនិត្យមើលលោកឪពុកអ្នកម្ដាយកូនស្រីចុងក្រោយក៏បានមកដល់ទីនេះហើយនាំសាក់សីមករដូវស្លឹកឈើជ្រុះឆ្នាំទី15នៃរជ្ជកាលយងអានលូប៊ិនឆុននិងសុងយ៉ានបានគប់ទឹកគ្នាខ្លាញ់បន្លំភស្តុតាងក្បត់ជាតិចាត់ចែងកងទ័ពជើងទឹកបន្លំធ្វើជាចោរសមុទ្រសម្រាប់អ្នកជើងទឹកមន្ត្រី130នាក់នេះជាលិខិតសម្ងាត់ក្បត់ជាតិដែលខ្លាញ់បន្លំដោយលូប៊ិនឆុនសុទ្ធតែជាមន្ត្រីផ្ទាល់ជីវិត130នាក់លិចលង់ក្នុងបាតសមុទ្រ30ឆ្នាំថ្ងៃនេះដល់ពេលត្រូវអន្តែតឡើងហើយកូនសោនេះអាចបើកសៀវភៅកំណត់ហេតុនាវាចរដែលត្រូវបានចាក់សោទុក30ឆ្នាំក្នុងឃ្លាំងសម្ងាត់ដាលីស៊ីនៅក្នុងកំណត់ហេតុមានរាល់ទំនិញរដ្ឋដែលកត់ត្រាដោយឪពុកខ្ញុំគូយន់ជើគ្រឿងក្រអូបត្បូងក្នុងប្រាសាទថ្លៃថ្លាដែលត្រូវបានលូប៊ិនឆុននិងសុងយ៉ាងកេងប្រវ័ញ្ចយកចំនួនគ្មានខុសគ្នាបន្តិចណាឡើយលូប៊ិនឆុនរាល់ប្រាក់ដែលឯងកេងប្រវ័ញ្ចសុទ្ធតែមានសរសេរឈ្មោះឯងនៅលើនោះថ្ងៃទី3ខែកញ្ញាឆ្នាំទី15នៃរជ្ជកាលយងអានត្រឡប់មកវិញទុកគ្រឿងក្រអូបណាំយ៉ាង3.000ជាងប្រមូលត្បូង200ប្រអប់ផែនទីសមុទ្រ12រមូលទំនិញរដ្ឋទាំងនេះត្រូវបញ្ជូនទៅឲ្យប្រធានក្រសួងហិរញ្ញវត្ថុលូប៊ិនឆុនពិនិត្យទទួលទាំងអស់គឺមកពីឯង30ឆ្នាំមុនគឺឯងជាអ្នករកខ្ញុំឲ្យឯងចាត់ចែងតបឬសារភាពកំហុសអាហេងឯងមិនទទួលស្គាល់ខ្ញុំជាឪពុកឯងទៀតទេលោកឪពុកអ្នកដែលពុកធ្វើបាបមិនមែនមានតែខ្ញុំម្នាក់ទេពុកបានធ្វើបាបមនុស្សទាំងឡាយណាដែលមិនអាចត្រឡប់មកផ្ទះវិញបានឡើយតាមរយៈការជំនុំជម្រះរួមនៃស្ថាប័នច្បាប់ទាំង3អតីតមន្ត្រីជាន់ខ្ពស់លូប៊ិនឆុននិងអតីតនាយករដ្ឋមន្ត្រីសុងយ៉ានមានបទល្មើសជាច្រើនរួមគ្នាកំហុសធ្ងន់ធ្ងរបំផុតតាមច្បាប់នៃអាណាចក្រឡាំត្រូវទាមទារទោសប្រហារជីវិតដោយកាត់សាច់ជីករឹបអូសទ្រព្យសម្បត្តិនិងប្រហារជីវិតត្រកូលទាំង3អាហេងរស់នៅឲ្យបានល្អណាស់ពាក្យដែលអ្នកបាននិយាយទៅកាន់គាត់អំបញ្ញមិញល្អណាស់បន្ទាប់មកតើអ្នកចង់ទៅណាឆនចៅទៅកំពង់ផែរបស់លោកឪពុកអ្នកម្ដាយខ្ញុំយកសៀវភៅកំណត់ហេតុនាវាចរបោះចូលទៅក្នុងសមុទ្រវិញរស់នៅពេជ្ររបស់វិជាស្ថានហ៊ានលីនយកមកសរសេរបញ្ជីនំអត់មានអារម្មណ៍ថាអយុត្តិធម៌ទេកាលពីមុនពេលសរសេរកំណត់ហេតុធម្មតាក៏មិនដែលថាអយុត្តិធម៌ដែរមនុស្សល្ងងទុកឲ្យត្រជាក់បន្តិចសិនចាំញ៉ាំមិនត្រជាក់ទេល្មមហើយ
នៅខាងឈន់ជើខ្ញុំបានពឹងពាក់គេរៀបចំរួចរាល់ហើយកំពុងផែពុកអ្នកឥឡូវនេះជាឆ្នេរខ្សាច់រហោស្ថានប្រសិនបើអ្នកចង់សាងសង់ឡើងវិញក្រសួងត្រួតពិនិត្យអាចចេញមុខក្នុងនាមជាគ្រួសារមន្ត្រីបើកឆ្នេរសមុទ្រស្នើសុំដីរដ្ឋមិនមែនសាងសង់ឡើងវិញទេគឺត្រឡប់ទៅផ្ទះវិញលោកឪពុកអ្នកម្ដាយខ្ញុំគ្មានភ្នូរនៅរាជធានីនេះទេវិញ្ញាណអ្នកខន់របស់ពួកគាត់នៅតែនៅលើផ្ទៃសមុទ្រនោះនៅឡើយនេះជាព្រះរាជសារអនុញ្ញាតរបស់ព្រះអង្គមានព្រះរាជជង្ការថាអ្វីដែលជំពាក់កាលពី30ឆ្នាំមុនឥឡូវនេះដល់ពេលត្រូវសង់វិញហើយអង្គុយចុះលោកហ៊ានអ្នកកំពុងរៀបចំអីវ៉ាន់ឬផ្លូវទៅឈន់ជើឆ្ងាយណាស់អ្នកទៅម្នាក់ឯងខ្ញុំមិនស្ងប់ចិត្តទេខ្ញុំមានហ្វូលីងមានកាំបិតខ្លីខ្ញុំមានតែប៊ិចមួយនិងផ្លិតចាស់មួយប៉ុណ្ណោះខ្ញុំធ្លាប់និយាយហើយថាអ្នកវិប្រយុទ្ធសង្គ្រាមរបស់អ្នកខ្ញុំការពារអ្នករបស់ខ្ញុំសង្គ្រាមបានបញ្ចប់ហើយការការពារនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេកាលពីមុននៅវិទ្យាស្ថានហ៊ីនលីនអ្នកសរសេរជាព្រះរាជសារទៅឈន់ជើជាមួយខ្ញុំបានត្រឹមតែសរសេរបញ្ជីប្រាក់ប៉ុណ្ណោះមិនអយុត្តិធម៌ទេសរសេរបញ្ជីប្រាក់ឲ្យអ្នកប្រសាជាងសរសេរព្រះរាជសារថ្វាយរាជការមានន័យជាងច្រើនណាស់ថៅកែស្រីគូនេះជាអ្វីដែលអាជីវករទាំងអស់នៅផ្លូវយងអានបានធ្វើរួមគ្នានំផ្កាខ្វៃហួរ130ដុំសូមអ្នកយកទៅឈន់ជើជួយដាក់នៅលើកំពង់ផែជំនួសពួកយើងដើម្បីឲ្យអ្នកដែលមិនអាចត្រឡប់មកផ្ទះវិញបានភ្លែករសជាតិផ្អែមនៃរាជធានីផងដែរចាស់ខ្ញុំប្រកាសជានាំយកទៅដល់គាត់បានចាក់ចេញទៅហើយគាត់នឹងត្រឡប់មកវិញទីក្រុងនេះជំពាក់គាត់នាងខ្ញុំឈ្មោះគូវ៉ាន់ថាងជាអ្នកធ្វើនំនៅផ្លូវយងអានរាជធានីខ្ញុំបានចំណាយពេល3ឆ្នាំទាមទារយុទ្ធធរជូនលោកឪពុកអ្នកម្ដាយវិញជីវិតដែលនៅសល់ខ្ញុំនឹងជំនួសមុខឲ្យពួកគាត់ទៅមើលផ្ទៃសមុទ្រនោះលោកឪពុកអ្នកម្ដាយព្រមទាំងអ៊ំប្រុសពូប្រុស128នាក់ទៀតនេះជានំដែលអាជីវករទាំងអស់នៅផ្លូវយងអានធ្វើជូនពួកអ្នកផ្អែមណាស់សូមអញ្ជើញភ្លាក់មើលខ្ញុំចង់កសាងសារឡើងវិញគឺប្រើប្រាស់រូបភាពនេះគឺនៅត្រង់កំពង់ផែមួយនេះអ្នកគិតបញ្ជីរីការខ្លួនហ្វូលីងយកកូនសោទៅព្យួរលើចង្កូតទូកចាប់ពីថ្ងៃនេះទៅទូកមួយនេះឈ្មោះថាថាងគួយផ្លិតមួយនេះថ្ងៃក្រោយមិនបាច់ទុកក្នុងប្រអប់ទៀតទេចាក់ចេញដំណើរកំពុងគិតអីហ្នឹងកំពុងគិតថាផ្លូវដែលលោកឪពុកធ្លាប់ដើរកាលពីមុនខ្ញុំនឹងដើរម្ដងទៀតប៉ុន្តែផ្លូវដែលគាត់ដើរមិនទាន់ចប់ខ្ញុំនឹងដើរឲ្យបានឆ្ងាយជាងគាត់ដើរទៅដល់ណាខ្ញុំនៅជាមួយរហូតល្អណាស់ថ្ងៃនេះទូកខាងគួយចាក់ចេញដំណើរលើកដំបូងដោយប្រើប្រាស់ទឹកនេះឧទ្ទិសជូនលោកឪពុកគូយន់ជើនិងអ្នកម្ដាយសឹមស៊ីព្រមទាំងវិញ្ញាណអ្នកខន់ស្មោះត្រង់130នាក់កាលពី30ឆ្នាំមុនផ្លូវនាវាចររបស់ពួកអ្នកកូនស្រីនឹងបន្តដើរទៅមុខទៀតហើយនាងខ្ញុំឈ្មោះគូវ៉ាន់ថាងកាលពីមុនធ្លាប់ជាអ្នកធ្វើនំនៅផ្លូវយងអានរាជធានីឥឡូវនេះជាម្ចាស់នៃទូកមួយនេះខ្ញុំធ្លាប់ដើរកាត់ផ្លូវលំនៅបំផុតក្នុងរាជធានីធ្លាប់លើកជង្គង់នៅមុខភ្នំឪពុកម្ដាយដែលពូលីក៏ធ្លាប់បានកាន់ដៃដែលកក់ក្ដៅបំផុតនៅលើលោកនេះដែរជីវិតដែលនៅសល់ខ្យល់ជាផ្លូវរបស់ខ្ញុំសមុទ្រជាផ្ទះរបស់ខ្ញុំហើយគាត់គឺជាអ្នករួមដំណើររបស់ខ្ញុំសម្បត្តិរបស់ចៅហ្វាយមកដល់ហើយប៉ុន្តែរបស់ដែលគាត់បន្សល់ទុកនៅតែមានសម្បត្តិមួយច្បាប់នេះសរសេរយ៉ាងច្បាស់លាស់ផ្ទះសម្ងាត់17កន្លែងនៅរាជធានីគ្រប់គ្រាន់ឲ្យពួកយើងរស់នៅស៊ីចែកប៉ុន្មានជាក៏មិនអស់ដែរបងធំបងថាគិតយ៉ាងម៉េចចៅហ្វាយត្រូវបរាជ័យក្រោមដៃក្មេងស្រីត្រកូលគូនោះផ្ទះសម្ងាត់ក៏បាត់បង់អស់ភាគច្រើនដែរហាងធំដូចជាធំយន់ហាវនិងជីនស៊ីហ្វាងបានដួលរំអស់ហើយទំនិញនិងប្រាក់នៅខាងក្រោមនៅតែមានក្រសួងត្រួតពិនិត្យចិនមិនទាន់ស្រាវជ្រាវមកដល់ទេយកទំនិញដែលសល់បញ្ជូនចេញទៅហើយចែកប្រាក់ឲ្យស្អាតស្អំកញ្ញាព្រឹកនេះមានគេយកសម្បត្តិមួយច្បាប់នេះមកដាក់នៅមុខទ្វារខាងជីអ្នកមើលតើជា
សិស្សគុណនិងមន្ត្រីចាស់របស់សុងយ៉ានមាននៅពីពេញរីកាទោះបីជាគាត់ត្រូវបោះឆ្នោតទម្លាក់ក៏មនុស្សទាំងនេះមិនប្រកាសជាស្ងប់ស្ងាត់ដែរខ្ញុំដឹងធំយន្តហាប់ដួលរំហើយប៉ុន្តែខ្សែសម្ងាត់ដឹកជញ្ជូននិងឃ្លាំងនៅខាងក្រោមមិនអាចបាត់បង់ទាំងអស់ក្នុងមួយយប់បានទេសុងយ៉ានប្រកបរ30ឆ្នាំឫសគល់របស់គាត់នឹងលូពេញឆានកប់ជ្រៅណាស់រឿងនេះដំឡើយខ្ញុំមិនបំរុងជួយអន្តរាគមន៍ទៀតទេប៉ុន្តែប្រសិនបើពួកគេនៅតែចង់ប៉ះពាល់ផ្លូវយងអាននោះកុំបន្ទោសខ្ញុំថាផ្ដាច់ឬផ្ដាច់គល់ឲ្យសោះ17នាក់ហឹបឈើ8លើហឹបមានតែបិទចាស់របស់ធំយន្តហាវជំរាបលោកហ៊ានមុនពេលភ្លឺយកកន្លែងទំនិញនេះឲ្យបានកញ្ញាអ្នកចង់ទៅដោយផ្ទាល់ឬខ្ញុំមិនមែនទៅប្រយុទ្ធយកជីវិតទេខ្ញុំទៅប្រាប់ពួកគេថាចៅវាយរបស់ពួកគេលំលាយហើយគូវ៉ាន់ថាងអ្វីដែលនៅក្នុងហឹបទាំងនេះគឺជាប្រាក់ឈាមនិងញើសដែលសុងយ៉ានកេងប្រវ័ញ្ច30ឆ្នាំខ្ញុំមិនសម្លាប់ឯងទេនៅក្នុងគុកគងឹតនៃក្រសួងត្រួតពិនិត្យនៅមានកន្លែងទំនេរទៀតប្រាប់អ្នកទាំងឡាយណាដែលនៅលាក់ខ្លួនក្នុងកន្លែងងឹតបំណុលឈាមកាលពី30ឆ្នាំមុនត្រូវបានសង់អស់ហើយលើកក្រោយមិនមែនត្រឹមតែក្រសួងត្រួតពិនិត្យទេគឺជាគោលការណ៍សម្ងាត់របស់ម្ចាស់ស្ត្រីនិងជាអ្នកស៊ើបការសម្ងាត់របស់ព្រះអង្គអ្វីដែលសុងយ៉ានជំពាក់ពួកឯងទទួលរ៉ាប់រងជំនួសប៉ុន្តែជីវិតរបស់ពួកឯងខ្ញុំមិនជំពាក់ទេថៅកែស្រីគូប្រាក់ទាំងនេះខ្ញុំស្មានតែមួយជីវិតនេះយកមកវិញមិនបានផងការខាតបង់របស់គ្រួសារនីមួយត្រូវសង្វិញទាំងអស់តាមសមាមាត្រដែលត្រូវគេជំរិតទារកាលពីមុនអ្នកជាអ្នកគិតបញ្ជីធ្វើបានកាន់តែសមរម្យទៅហើយរៀនតាមថៅកែស្រីគូនោះអីព្រះអង្គកូនស្រីរបស់គូយន់ជើបានសាងសង់កំពង់ផែឡើងវិញនៅឆាន់ជើហើយនាវាថ្មីខាងគួយនឹងចាក់ចេញដំណើរក្នុងពេលឆាប់នេះជាកំណត់ហេតុនាវាចរដែលឪពុកនាងបន្សល់ទុកកាលពី30ឆ្នាំមុនផ្លូវសមុទ្រណាំយ៉ាងទំនិញពាណិជ្ជកម្មនិងប្រទេសតាមដងផ្លូវត្រូវកត់ត្រាយ៉ាងលម្អិតប្រសិនបើរាជការបើកផ្លូវសមុទ្រឡើងវិញកំណត់ហេតុមួយច្បាប់នេះគឺជាផែនទីនាវាចរដ៏ល្អបំផុតវ៉ាន់ថាងជាឈ្មោះកូនស្រីគាត់ឬចាស់បាទពេលគូយន់ជើចេញទៅសមុទ្រកូនស្រីមិនទាន់រូបខែផងគាត់បានគូររូបកាយហើយខាងនេះនៅលើរូបទំព័រនៃកំណត់ហេតុដោយនិយាយថាចាំត្រឡប់ទៅវិញនិងបង្រៀនកូនស្រីឲ្យស្គាល់អក្សរប្រកាសរាជសារដំឡើងងារគូយន់ជើជាមន្ត្រីថ្នាក់ទី3យីកុកកុងផ្ដល់គោរមពីជុងយីកូនស្រីគូវ៉ាន់ថាងបានបន្តបំណងប្រាថ្នារបស់ឪពុកប្រទានបានមាសកូនកំព្រាមន្ត្រីបើកឆ្នេរសមុទ្រលើកលែងពន្ធអាជីវកម្មរយៈពេល10ឆ្នាំព្រមទាំងប្រគល់ប្រាក់30000ដំណឹងសាងសង់កំពង់ផែរថឆាន់ជើឡើងវិញបញ្ចប់ដោយព្រះរាជជំការកូនចៅសូមទទួលរាជសារនិងអរព្រះគុណចិនហេងហ្វូលីងនិយាយថាថ្ងៃនេះអ្នកមិនបានញ៉ាំអីពេញមួយថ្ងៃការលោកឪពុកនៅរស់បំណងប្រាថ្នាធំបំផុតគឺចង់ឲ្យរាជការបើកផ្លូវសមុទ្រឡើងវិញគាត់និយាយថានៅលើសមុទ្រមិនត្រឹមតែមានផ្លូវពាណិជ្ជកម្មទេក៏មានទំនាក់ទំនងនឹងវប្បធម៌មានទីឆ្ងាយដែលរាជការយើងមើលមិនឃើញគាត់រងចាំច្រើនឆ្នាំយ៉ាងនេះតែមិនបានជួបឥឡូវនេះរាជសារបានមកដល់ហើយគាត់មើលមិនឃើញមែនប៉ុន្តែមនុស្សទាំងអស់នៅលើលោកបានឃើញហើយការដំឡើងងារបានងារការសាងសង់កំពង់ផែរថឡើងវិញនេះមិនមែនជាការប្រទានទេគឺជារឿងដែលគាត់ក៏បីទទួលបានលោកឪពុកអ្នកម្ដាយរាជការសាងសង់កំពង់ផែរថឡើងវិញហើយនាវាដែលចាក់ចេញពីទីនេះនឹងមិនត្រូវគេចាត់ទុកជាក្បត់ជាតិទៀតទេនឹងមិនត្រូវគេសម្លាប់បំបត្តិភស្តុតាងទៀតទេផ្លូវនាវាចររបស់ពួកអ្នកបានចាប់ផ្ដើមឡើងវិញហើយនេះជាលក្ខណៈកំពង់ផែដែលថៅកែស្រីគូនិងខ្ញុំបានព្រៀងឡើងសូមលោកពិនិត្យមើលកញ្ញាគូលោកប្រុសលូកំពង់ផែមួយនេះរាជការជំនួសមុខឲ្យប្រជាជនឆាន់ជើសូមអរគុណអ្នកទាំងពីរហើយអ្នកយកវាគ្រប់ចេញមកក្រៅចាស់កាលពីមុនលាក់ទុកដោយសារខ្លាចគេដណ្ដើមយកទៅឥឡូវនេះអ្នកដែលត្រូវត្រឡប់មកវិញមិនអាចត្រឡប់មកវិញទេប៉ុន្តែវាអាចជំនួសមុខឲ្យពួកគាត់មើលផ្ទៃសមុទ្រមួយនេះបានមានតែរបស់ប៉ុណ្ណោះដែលត្រូវព្យួរនៅកន្លែងដែលអ្នកមើលឃើញអ្នកជាអ្នកគិតបញ្ជីគ្រប់គ្រងបញ្ជីមិនកើតទេសរសេររឿងទាំងនេះត្រឡប់ជាចេះកើនឡើងរៀនតាមថៅកែស្រីគូនោះអី